មានរឿងជាច្រើនឲ្យតូមិនញត្រូវដោះចេញពីក្នុងខួរក្បាលយើងគ្រាន់តែជាលំអងទលីដែលហោះប្រសាទពេញចក្រវាលសំដៅបងព្រោះចក្រវាលនេះធំបើភាពខ្លួនឯងយើងគ្រាន់តែកតិចទូចមួយយើងមានកុំគិតច្រើនពេកចឹងថាជីវិតខ្ញុំឥឡូវហ្នឹងវាផ្សារភ្ជាប់ជាមួយតន្ត្រីហ្នឹងវា 100% បាត់ហើយតន្ត្រីជួយជីវិតខ្ញុំច្រើនបាទកាលនៅពីតូចចង់ធ្វើស្មានចង់ឡើងលើក្តារខៀនស្រីថាខ្ញុំអ្នករៀនធំឡើងចង់ធ្វើអ្នកចម្រៀងខ្ញុំចង់ធ្វើអ្នករ៉េបហើយចង់ធ្វើអ្នកមានការដែលធ្វើ album question mark អាសញ្ញាសួរហ្នឹងគឺពិបាកធ្វើឲ្យខ្លួនយើងពិបាកខ្លាំងវាពិបាកដោយសារខ្ញុំត្រូវដាក់អារម្មណ៍របស់ខ្ញុំនៅក្នុងជំងឺបាក់ទឹកចិត្តហ្នឹងខ្លាំងអញ្ចឹងនៅពេលដែលខ្ញុំ release album ហ្នឹងវាធ្វើឲ្យខ្ញុំឲ្យប៉ះពាល់អារម្មណ៍ខ្ញុំខ្លាំងមែនទែនព្រោះដោយសារខ្ញុំនៅមកហ្នឹងវាច្រើនថ្ងៃច្រើនខែពេកខ្ញុំមិនដែលនឹកស្មានទេថា album នេះគឺជួយដល់ទាំងម៉ាក់របស់ខ្ញុំទៀតគាត់ស្ដាប់បទហ្នឹងទៅគាត់មានអារម្មណ៍ថាខ្ញុំកំពុងនិយាយមួយគាត់កូនរបស់គាត់កំពុងតែលួងគាត់ពាក់ព័ន្ធមួយនឹង concert មួយដែល Allergy កំពុងតែរៀបចំជាមួយក្រុមការងារតែជួយធ្វើអាហ្នឹងវាជាក្តីសម័យរបស់ខ្ញុំមួយសម្រាប់ខ្ញុំចង់បាន solo concert ខ្លួនឯងមួយខ្ញុំយក concert ហ្នឹងចងភ្ជាប់នឹងប្រយោជន៍មួយសម្រាប់ក្មេងៗលុយទាំងអស់ដែលខ្ញុំបានមកពី concert ហ្នឹងខ្ញុំនឹងយក 100% ហ្នឹងទៅធ្វើបណ្ណាល័យមួយនៅសាលារបស់ខ្ញុំយើងបានយើងបានទាំង solo concert របស់ខ្ញុំបានទាំងជាប្រយោជន៍ដល់ក្មេងៗក្នុងក្រុមមួយជីវិតក៏នៅតែមិនបានទៅនិព្វានធ្វើបាបមួយអាទិត្យជីវិតដ៏បាទសូមគោរពជំរាបសួរបងប្អូនទាំងអស់គ្នាដែលកំពុងតែតាមដាន podcast ដំណើរ The Journey នៅថ្ងៃនេះហើយថ្ងៃនេះខ្ញុំអាចថាមានភ្ញៀវកិត្តិយសមួយរូបដែលខ្ញុំគិតថាអ្នកទាំងអស់គ្នាប្រហែលជាស្គាល់គាត់ដោយសារតែគាត់ជាតារា rap ឬក៏ជាអ្នកចម្រៀង rap ខ្ញុំជឿថាអ្នកទាំងអស់គ្នាប្រហែលជាធ្លាប់ស្ដាប់បទគាត់មកពីមុនដូចជាសូរិយាផ្កាស្លាឬក៏ថ្មីនេះព្រះថោងអញ្ចឹងគាត់ក៏ជាសមាជិកមួយរូបនៅក្នុងក្រុម rap មួយដែលមានឈ្មោះថា La Sima អញ្ចឹងកុំឲ្យខាតពេលវេលាយូរយើងជួបជាមួយនឹង Allergy ទាំងអស់គ្នាជួយសួរបាទសុខសប្បាយបងបាទសុខសប្បាយអរគុណមែនតើអរគុណ Allergy ទី1អរគុណដែលផ្ដល់កិត្តិយសមកចូលរួមនៅថ្ងៃនេះហើយមួយទៀតអរគុណសម្រាប់ចម្រៀងដែល Allergy ចែកផ្សាយកន្លងមកបាទអរគុណបងហើយក៏សួស្ដីទាំងអស់គ្នាដែលកំពុងតាមដាន podcast នេះដែរជម្រាបសួរខ្ញុំបាទ Allergy ខ្ញុំសប្បាយចិត្តមែនតើថ្ងៃនេះបានមកចូលរួម podcast មួយបងហើយក៏ខ្ញុំបានធ្លាប់មើល podcast បងច្រើនមកដែរហើយអញ្ចឹងថ្ងៃនេះខ្ញុំពិតជាសប្បាយចិត្តបានចូលរួមបាទនិយាយទៅកន្លងមកពួកយើងស្គាល់ Allergy តាមរយៈចម្រៀងបាទអញ្ចឹងគេតែងតែនឹកដល់ Allergy បើស្រីគេនឹកថាអូយបងនឹងគាត់បកែធ្វើបទ sweet ហ្នឹងហើយប៉ុន្តែយ៉ាងណាមិញ Allergy ក៏មានរសជាតិផ្សេងដែរបាទដូចជាថ្មីមិនយូរដែរថា Allergy បានចេញនៅ album question mark បាទ question mark ហើយសម្រាប់ខ្ញុំផ្ទាល់ដែលជាអ្នកគ្រប់គ្រងជាអ្នកស្ដាប់គឺឃើញថាយើងបានស្វែងយល់ពី Allergy មួយជ្រុងទៀតបាទអញ្ចឹងអាចនិយាយតិចបានទេថាព្រោះហេតុអីបានជាធ្វើ album ហ្នឹងផ្សេងអញ្ចឹងណាអូ album ហ្នឹងខ្ញុំមានកម្រងធ្វើវាយូរហើយប៉ុន្តែពេលហ្នឹងវាមានអារម្មណ៍ថាខ្ញុំធ្វើវាអត់ទាន់ចេញដោយសារពេលហ្នឹងខ្ញុំនៅសប្បាយចិត្តឡើយដល់ពេលចាប់ដើមមករៀងយូរទៅខ្ញុំមានអារម្មណ៍ថារៀង sad រៀងបាក់ទឹកចិត្តខ្លះក៏ខ្ញុំព្យាយាមធ្វើពេលណាពិបាកចិត្តខ្ញុំព្យាយាមធ្វើមួយបទទុកហើយដល់ពេលបានមកដល់ថ្មីនេះបានខ្ញុំធ្វើវាគ្រប់អស់ខ្ញុំបានសម្រេចចិត្តប្រាប់ team ខ្ញុំថាខ្ញុំចង់ release album ហ្នឹងហើយគាត់ក៏រៀបចំចេញតាមហ្នឹងទៅបងបាទហ្នឹងហើយចំពោះ concept album ហ្នឹងក៏គួរឲ្យចាប់អារម្មណ៍ដែរវាចាប់ផ្ដើមពីសញ្ញាសួរហើយបទចុងក្រោយ album គឺចម្លើយអញ្ចឹងហាក់បីដូចជា LG នាំពួកយើងទៅសួរសំណួរមួយចំនួនដែរពេលខ្លះយើងមិនដែរគិតក៏ចាប់អារម្មណ៍មានថាពិចារណាពាក់ព័ន្ធមួយវាប៉ុន្តែបទនីមួយពីលេខរៀងទី1រហូតដល់បទចុងក្រោយហ្នឹងគឺហាក់ដូចជាយើងឃើញទៅវាខ្ញុំគិតថាខ្ញុំក៏ដូចទាំងអស់គ្នាយើងមានសិទ្ធិមានអារម្មណ៍ដូចគ្នាដែលយើងវាពិបាកនឹងនិយាយចេញមកក្រៅហើយដូចខ្ញុំក៏ចឹងដែរបើឲ្យខ្ញុំនិយាយរាយរាប់ហ្នឹងខ្ញុំនិយាយមិនចេញទេតោះតែចម្រៀងបានអាចសម្រាយអារម្មណ៍ខ្ញុំចេញអស់ហ្នឹងហើយហើយមែនពួកយើងបានឃើញជ្រុងមួយទៀតនៃ LG ហើយ
ព្រោះខ្ញុំសរសើរឲ្យថាក្នុងនាមជាអ្នកស្ដាប់សរសើរជាពិសេសសិល្បករដែលគាត់អាចបើកបង្ហាញអារម្មណ៍ទាំងអស់ហ្នឹងណា បាទ ព្រោះបើមែនទេទៅវាជារបស់មួយដែលគេហៅថា vulnerable មានថាដូចសម្រាប់តែខ្លួនឯងទេប៉ុន្តែឲ្យជាបើកឲ្យពួកយើងបានទៅឃើញហើយខ្ញុំឃើញថាមានអ្នកស្ដាប់ច្រើនដែលពួកគាត់ក៏ទទួលអារម្មណ៍ថាអូខ្ញុំក៏ឆ្លងរឿងអញ្ចឹងដែរ ហ្នឹងហើយខ្ញុំក៏មានអារម្មណ៍ថាអញ្ចឹងដែរដំបូងខ្ញុំអត់គិតថាចេញដំបូងខ្ញុំគិតថាវាមានគេស្ដាប់ច្រើនហើយដល់ពេលចេញទៅមានមនុស្សស្ដាប់ច្រើនអញ្ចឹងខ្ញុំមានអារម្មណ៍ថាអូអញ្ចឹងគ្រប់គ្នាសិតតែឆ្លងកាត់រឿងដូចខ្ញុំមិនមែនថាខ្ញុំតែម្នាក់ឯងទេដំបូងខ្ញុំគិតថាខ្ញុំម្នាក់ឯងឆ្លងដូចពិបាកខុសគេហ្មងមានអារម្មណ៍អត់សុបាយចិត្តអត់មានអារម្មណ៍ថាជីវិតហ្នឹងវាគួរឲ្យខុសគេហ្មងប៉ុន្តែដល់ពេលខ្ញុំបានចេញអាល់ប៊ុមហ្នឹងទៅខ្ញុំមានអារម្មណ៍ថាអូមានអ្នកផ្សេងទៀតក៏មានអារម្មណ៍ដូចខ្ញុំអ្នកខ្លះពិបាកជាងខ្ញុំគាត់ជួបអារម្មណ៍ហ្នឹងវាពិបាកខ្លាំងជាងយើង10 20 ដងទៀតអញ្ចឹងដល់ពេលខ្ញុំបានចេញអាល់ប៊ុមហ្នឹងទៅខ្ញុំមានអារម្មណ៍ថាខ្ញុំដូចនិយាយជំនួសពួកគាត់និយាយអារម្មណ៍របស់ពួកគាត់ជំនួសពួកគាត់បាទបទដែលខ្ញុំចូលចិត្តពី album ហ្នឹងគឺ Painkiller ហើយបទមួយទៀតហ្នឹងគឺបទដែល featuring ជាមួយនឹង Mizi ហើយនឹងបងពលឺយើងនៅក្បែរអ្នកហ្នឹងយើងនៅក្បែរអ្នកហ្នឹងហើយនឹងមានបទផ្សេងទៀតដែលលក្ខណៈថាដូចបទទឹកភ្នែកព្រះរស់បាទ Mama Cry រឿងពិតមែនបាទរឿងពិតកាលនោះរៀនថ្នាក់ទីម៉ែនកាលនោះខ្ញុំរៀនថ្នាក់ទី11ជាតិនៅសល់ដល់មួយខែទៀតថ្នាក់ទី12ហើយក៏ខ្ញុំមានបញ្ហាជាមួយនឹងភាពយុវវ័យរបស់ខ្ញុំភ្លើនហើយក៏ខ្ញុំត្រូវជាប់ឃុំឃាំងចំនួនពេលហ្នឹងខ្ញុំភ្លេចទៅប្រហែលជា3ទៅ4 5ខែហ្នឹងបាទជីវិតពេលហ្នឹងគឺពណ៌ប្រផេះហ្មងបាទព្រោះបើខ្ញុំឃើញដំបូងឡើងខ្ញុំឃើញពី MV ក្មេងតន្ត្រីបាទហើយខ្ញុំរៀងឆ្ងល់ដែរមួយមិត្តភក្តិអញ្ចឹងចេះសួរគ្នាមិនបាន concept MV ហ្នឹង LG ឃុំត្រូវបានគេឃុំខ្ញុំពាក់ខោអាវរបស់តនដិតអញ្ចឹងតដល់ពេលទឹកភ្នែកព្រះរស់ទេបានចាប់ដើមគេថាអូហ្នឹងហើយអាហ្នឹងរឿងពិតបាទជីវិតពេលហ្នឹងខ្ញុំអរគុណខ្លួនឯងដែលខ្ញុំសម្រេចចិត្តទទួលយកការនៅក្នុងហ្នឹងហើយខ្ញុំបានចេញមកវិញខ្ញុំមានអារម្មណ៍ថាជំនាញបានអស់ដៃខ្ញុំចេញពីនរកចាប់ដៃខ្ញុំចេញពីនរកបើគ្មានជំនាញទេជីវិតខ្ញុំមិនដឹងជាយ៉ាងម៉េចព្រោះហើយមួយទៀតខ្ញុំបានមកភ្នំពេញខ្ញុំមកស្គាល់បរិបទថ្មីអញ្ចឹងខ្ញុំមានអារម្មណ៍ថាខ្ញុំអាចធ្វើចឹងបានទៀតទេព្រោះខ្ញុំមានអារម្មណ៍ថាបើខ្ញុំធ្វើចឹងខ្ញុំអត់លេចនៅក្នុងឋានៈសិតតែពេលហ្នឹងខ្ញុំមករៀននៅសាលាឯកជនមួយដល់ពេលអញ្ចឹងនៅក្នុងឋានៈគឺសិតតែជាកូនសិស្សសាលាគឺសិតតែកូនគេអ្នកធូធាកូនគេមានវាថាសុជីវធម៌សិលធម៌បរិបត្តិខុសគ្នាពីយើងដាច់អញ្ចឹងដល់ពេលខ្ញុំអង្គុយនៅក្នុងថ្នាក់ហ្នឹងម្នាក់ឯងខ្ញុំមានអារម្មណ៍ថាខ្ញុំខុសគេពេកយើងវាមិនមែនអញ្ចឹងខ្ញុំត្រូវតែសម្របតាមមជ្ឈដ្ឋានជុំវិញខ្លួនខ្ញុំហ្នឹងហើយអរគុណដល់ប៉ាម៉ាក់ខ្ញុំដែរដែលគាត់នៅតែមិនបោះបង់ខ្ញុំគាត់នៅតែប្រឹងជួយជ្រោមជ្រែងខ្ញុំរហូតដល់ថ្ងៃនេះបាទអាចថាចង់សួរបកទៅកាលពីក្មេងតិចថាអញ្ចឹងឃើញថាខ្លួនឯងស្រឡាញ់តន្ត្រីហ្នឹងគឺពីពេលណាដែរចាប់អារម្មណ៍ពីអាបន្លកដំបូងហ្នឹងខ្ញុំគិតថាខ្ញុំចូលចិត្តតន្ត្រីហ្នឹងតាំងពីខ្ញុំនៅតូចខ្ញុំធ្លាប់កាលនៅក្មេងហ្នឹងខ្ញុំធ្លាប់មានអ៊ំខ្ញុំបង្កើតម្នាក់គាត់ធ្លាប់សរសេរចម្រៀងអាយ៉ៃឆ្លងឆ្លើយឲ្យខ្ញុំឡើងច្រៀងនៅថ្ងៃទីកម្មវិធីទិវាសិទ្ធិកុមារនៅក្នុងសាលាបាទហើយក៏ចេះតែពេលហ្នឹងមកក៏ចេះតែអ៊ំពូមីងក៏ចេះតែឲ្យច្រៀងអាយ៉ៃច្រៀងអីរហូតតាំងពីក្មេងហ្នឹងមកកាលនៅក្មេងខ្ញុំមិនដែរចង់ធ្វើអ្នករ៉េបខ្ញុំចង់ធ្វើអ្នកចម្រៀងប៉ុន្តែខ្ញុំច្រៀងអត់ព្រោះខ្ញុំតែអត់រួចអញ្ចឹងមានតែរ៉េបដែលខ្ញុំអាចធ្វើបានល្អបាទចាំបានចម្រៀងរ៉េបឬក៏សិល្បកររ៉េបដំបូងដែលយើងស្ដាប់ដែលយើងស្រឡាញ់ហើយអូខ្ញុំចង់ធ្វើដូចគាត់កាលនៅក្មេងខ្ញុំអត់សូវស្ដាប់រ៉េបបាទស្ដាប់ចម្រៀងរបៀប Save of You អីចឹងហ្មងបាទ
ហើយដល់ពេលខ្ញុំចាប់ដើមស្គាល់ hip hop នៅពេលដែលខ្ញុំបានស្ដាប់បទរបស់អ្នក rap របស់អាមេរិក like Migos Quavo Offset Take Off អីចឹងទៅបាទខ្ញុំចាប់ដើមចាប់អារម្មណ៍លើ rap ហើយក៏ខ្ញុំព្យាយាមទៅសេបទ rap បាទចឹងមានថារៀងវ័យរៀងនេះហើយ បាទរៀងនេះបានចាប់ដើមស្ដាប់ rap ប្រហែល2017ខ្ញុំបានស្ដាប់ rap ហើយបាទហើយដល់2018ខ្ញុំមានបញ្ហាអញ្ចឹងទៅហើយនៅក្នុងហ្នឹងក៏ខ្ញុំបានស្ដាប់បទ rap មួយចំនួនដែរមាននៅក្នុងហ្នឹងគេមានចាក់ចម្រៀង rap ចម្រៀងអីឲ្យស្ដាប់ហ្នឹងចម្រៀងខ្មែរបទក្មេងខ្មែរបទអីចឹងបាទហើយបានចេញមកវិញបានមករៀននៅភ្នំពេញហ្នឹងចាប់ដើមរៀនទៅសេបទ rap រៀនទៅសេបទ rap បាទពេលហ្នឹងស្រួលសេ4បាឲ្យជួនតែឃើញខ្លួនឯងស្រឡាញ់ខាងសរសេរតែនិពន្ធនៃការក្មេងអត់លេងដែរមួយមុខជាខាងខ្មែរខាងអីចូលចិត្តដែរខ្មែរខ្ញុំចូលចិត្តខ្មែរចូលចិត្តប្រវត្តិមកខ្ញុំអត់ទៅរៀនអត់ទៅបកកែបាទគាត់ថាខ្ញុំចូលចិត្តហើយចូលចិត្តស្ដាប់ហើយនឹងនិយាយអត់ទៅចូលចិត្តសរសេរហើយនឹងអាននេះបាទប៉ុន្តែមានថាពីដើមមកចង់ធ្វើអ្នកចម្រៀងបាទតែគាត់ថាគិតថាខ្លួនឯងច្រៀងអត់ព្រោះហើយពេលហ្នឹងគេខាងហ្នឹងពេលហ្នឹងលក្ខណៈថាគេរើសបងសលេងគេរើសសលេងឬអីចឹងយើងមានអារម្មណ៍យើងទៅអត់រួចបាទដល់ពេលឥឡូវគេអត់ខ្វល់ពីសលេងម៉ានទេថាបាទឥឡូវគេអត់សូវខ្វល់ពីសលេងដូចពីមុននេះបាទហើយណាមួយឥឡូវយើងមានឧបករណ៍ជំនួយបាទជួយច្រើនបាទអញ្ចឹងមានថាកំឡុងពេលដែលមានបញ្ហានឹងហើយក៏ឡើងទី12មកបំពេញបាទមកបំពេញហ្នឹងខ្ញុំប្រឡងធ្វើតេស្តអត់ជាប់ទេខ្ញុំត្រូវទៅរៀនថ្នាក់ទី10សាថ្មីវិញទៀតបាទអញ្ចឹងខ្ញុំត្រូវបកទៅវិញ3ឆ្នាំដើម្បីមករៀនទីនៅបំពេញហ្នឹងបាទត្រឹមទី10បាទហើយមកជីវិតហ្នឹងខ្ញុំសោកស្ដាយខ្ញុំមកបានប្រឡងបាក់ឌុបដោយសារពេលហ្នឹងវាកូវីដតែយើងជាប់ដែរបាទជាប់ញាក់ឡើងមកជាប់យកតាមប្រទេសយើងមានពេលហ្នឹងគេ lockdown ហ្នឹងហើយបាទជួបពេលហ្នឹងជួបឡាស៊ីម៉ានេះជួបក្រុមនេះជួបឡាស៊ីម៉ាពេលហ្នឹងអត់តមានឡាស៊ីម៉ាមាន YCN បាទមានរ៉ាគីDC ដល់អី Tommy ប៉ុន្តែពេលហ្នឹងខ្ញុំអត់តមុននឹងខ្ញុំជួបឡាស៊ីម៉ាខ្ញុំជួប Missy សិនជួប Missy ហើយនឹងជួប Hasha ជួបនៅភ្នំពេញហ្នឹងជួបនៅភ្នំពេញបាទហើយក៏ចាប់ដើមធ្វើបាត់មួយគ្នាធ្វើការមួយគ្នាទៅក៏ស្គាល់នៅហាងកាហ្វេមួយហ្នឹងក៏ស្គាល់បងរិទ្ធិស៊ីវគាត់ DJ OST បាទអញ្ចឹងខ្ញុំក៏បានចាក់ចម្រៀងដែលខ្ញុំធ្វើនៅក្នុងទូរស័ព្ទរបស់ខ្ញុំនឹងឲ្យគាត់ស្ដាប់អញ្ចឹងទៅគាត់ក៏ចាប់អារម្មណ៍គាត់ហៅខ្ញុំទៅ studio របស់ខ្ញុំមិនមែនថាបងរិទ្ធីគាត់អ្នកចាប់អារម្មណ៍ខ្ញុំឯងដំបូងហ្នឹងខ្ញុំជួបមុនបងរិទ្ធីទៀតបងអតិកាខ្ញុំព្យាយាមឲ្យចម្រៀងគាត់ស្ដាប់រាល់ថ្ងៃខ្ញុំធ្វើអីបានអញ្ចឹងគាត់ឲ្យគាត់ស្ដាប់អញ្ចឹងគាត់ comment គាត់ថាអូនឯងចេះធ្វើចេះទៅហើយមកទៀតបងវ៉ាន់ចេស្ដាគាត់ក៏ខាង comment ខ្ញុំដែរគាត់ថាណៃខំទៅចេះទៅហើយបានបន្ទាប់មកមិនជួបបងរិទ្ធីគាត់ហៅខ្ញុំទៅ studio បានធ្វើបទមួយគាត់ពីរបទចឹងទៅស្គាល់គ្នាស្គាល់បានជួបរ៉ាគីជួបឡាស៊ីម៉ាទាំងអស់ជុំគ្នាបាទហើយដំបូងមកឡាស៊ីម៉ាហ្នឹងគេ fan រ៉ាគីជាងគេហ្នឹងហើយបាទព្រោះរ៉ាគីមានបទផ្ទុះច្រើនបាទហ្នឹងហើយចឹងមានថាចាប់ដើមជួបគ្នាភាគច្រើនធ្វើចម្រៀងមួយគ្នាណាឬក៏ hang out អញ្ចឹងជួបគ្នាភាគច្រើនអត់មានធ្វើតែចម្រៀងហ្នឹងហើយទៅក្រៅញ៉ាំអីដើរលេងទៅនេះទៅនោះតិចតួចហើយពេលហ្នឹងមានតែខ្ញុំឯងនៅទៅរៀនអញ្ចឹងខ្ញុំត្រូវឧទាហរណ៍ថ្ងៃហ្នឹងជួបគ្នាអញ្ចឹងធ្វើការថត record អីធ្វើបទអីអង្គុយទៅធ្វើជុំគ្នាដល់ភ្លឺអញ្ចឹងខ្ញុំត្រូវទៅរៀនគេគេងបាទចឹងមានថាយើងព្យាយាម
rap ផងរៀនផងបាទ ទៅរៀនឡើងហឹងជីអយបើអត់គេង អូខេ បាទ ហើយពេលនោះពេលណាសម្រាប់ចិត្តថាធ្វើមួយគ្នាហ្មងលេខថា ប្រហែលជា គេហៅថាភាសា rap គេ lock in 2000បើចុងឆ្នាំ2019នោះពីចុងឆ្នាំ2019អាចថាពាក់កណ្ដាលខ្ញុំភ្លេចបាត់ទៅយូរដែរហើយ7ឆ្នាំមិនដឹង ជឿមានថាពេលនោះពងរៀនឡើងទេ ពងរៀន សម្រាប់ allergy ផ្ទាល់ បាទបាទហ្នឹងប្រហែលឆ្នាំទី10មិនដឹងទី11ហ្នឹង ចូលមកបំពេញហ្នឹងនៅជាមួយគ្រួសារឬក៏នៅជាមួយអ៊ំឬក៏នៅមួយពីណា មកបំពេញខ្ញុំនៅជាមួយនឹងអ៊ំខ្ញុំហើយនឹងនៅជាមួយបងប្រុសខ្ញុំបងជីដូនមួយខ្ញុំបាទគាត់អ្នកចាំមើលខ្ញុំអីចឹងបាទ ត្រូវណាតែឪពុកម្ដាយគាត់នៅស្រុកណា ម៉ាក់ខ្ញុំគាត់នៅឯស្រុកគាត់ចាំ support ថវិកាហើយយើងរៀនបងសាលាបងអីបាទ អីចឹងទៅអូខេអញ្ចឹងមួយយ៉ាងដែរ បាទ និស្ស័យមិនខ្ញុំបានមកជួបគ្នាមួយក្រុមនេះបាទ នឹងអាចថាជានិស្ស័យក៏បានហើយខ្ញុំទៅវាដូចចេះហ្មងដូចថាអ្នកគេលេងបាល់ទាត់គេទៅជួបតែអ្នកគេលេងបាល់ទាត់អ្នកជំនាញគេជួបតែអ្នកជំនាញអញ្ចឹងណា អញ្ចឹងពេលហ្នឹងដែលយើងចាប់ផ្ដើមគិតថាខ្ញុំចង់ធ្វើ rap បាទពេលហ្នឹងខ្ញុំដាក់ 100% ទៅលើការគិតរបស់ខ្ញុំហ្នឹងហ្មងខ្ញុំអត់មានអីមករៀបរៀងខ្ញុំបានទេពេលហ្នឹងសូម្បីតែគ្រួសារខ្ញុំក៏គាត់ហាមតិចតួចដែរប៉ុន្តែខ្ញុំថាអត់ទេខ្ញុំត្រូវតែព្រោះខ្ញុំដឹងថាអីដែលខ្ញុំកំពុងធ្វើហ្នឹងគឺខ្ញុំដឹងថាខ្ញុំនឹងមកដល់ចំណុចនេះហើយតាំងពីយូរហើយព្រោះយើងធ្វើការយើងមិនចេះតែធ្វើរបៀបលេងមួយឆាវព្រោះយើងធ្វើការយើងមានវាថារបៀបយើងធ្វើការអីចឹងដែរបងបាទ យើងរៀនពីគ្នាមិនខ្លះជាមួយសមាជិកទាំងអស់នេះ សមាជិកពួកខ្ញុំមានរៀនវាចរិតខុសគ្នាម្នាក់បែបដូច Tommy នេះគាត់ជាស្ងាត់មីស៊ីនេះគាត់ស្ងាត់ជាហាសានេះគាត់ណែនាំច្រើនរ៉ាគីនេះលេងច្រើនលីន DC គាត់លេងច្រើនអញ្ចឹងនេះយើងដល់ប៉ះយើងអាចវាថាយើងចូលគ្នាអត់មានណាគេខុសគេបាទមានអារម្មណ៍ថាសប្បាយដែរដែលស្គាល់ពួកគាត់ដបងព្រោះសម័យមើលទៅថាឥឡូវក្រុមគឺមានគោលដៅមួយមានថាគឺរួមមុតស្រួចមួយទាំងអស់គ្នាហើយខ្ញុំសម័យឃើញថាប្រហែលជាក្នុងកំឡុងពេលហ្នឹងគឺយើងដោះខាត់គ្នាទៅវិញទៅមកដែលយើងអត់ដឹងខ្លួនបាទស្ដាប់គ្នានៅស្ដាប់គ្នាទៅវិញទៅមកមានអីស្ដាប់ដូចឆ្កងអញ្ចឹងយើងប្រាប់គ្នាអត់ហើយអត់អន់ចិត្តមួយគ្នាទេ និយាយត្រង់ បាទនិយាយត្រង់បាទ និយាយត្រង់ព្រោះសម័យថាមនុស្ស6ឬក៏7នាក់បាទ ហើយធ្វើការងារតែមួយ បាទ ហើយអាចធ្វើមួយគ្នារហូតមកដល់ឥឡូវយើងគិតទៅថាបើនិយាយថាពី2019មកដល់ឥឡូវវាចង់7ឆ្នាំ7ឆ្នាំ បាទ ហើយយើងឃើញមែនសម្រាប់អ្នកគ្រប់គ្រងដូចជាពួកខ្ញុំអីគឺឃើញថាឡាស៊ីម៉ាបានមកឆ្ងាយ បានមកឆ្ងាយ touring អីផ្សេង album អីផ្សេងហត់ដែរមកពេលខ្លះហត់ពេលខ្លះមានអារម្មណ៍ថាវាខ្ញុំបាត់បង់ឯកជនភាពច្រើនខុសពីមុនអញ្ចឹងមានអារម្មណ៍ថាយើងធុញដែរពេលខ្លះប៉ុន្តែពេលខ្លះក៏យើងមានវាថាយើងអរគុណយើងមានអំណរអរគុណទៅដល់រឿងទាំងអស់ដែលយើងបានធ្វើបាទមានថាឯកជនភាពមានន័យថាយើងល្បីជាងមុនអីចឹងមែនទេក៏មានថាទៅណាមកណាគេស្គាល់យើងអាចថាចឹងក៏បានដែរថាខ្ញុំត្រូវទៅខ្ញុំឡើងអាចចេញទៅក្រៅដើរលេងអញញ៉ៃបានដូចមុនអត់មានមីឆាមកទលេអីអត់បានខ្ញុំធ្វើបានមិនថាអូខេអញ្ចឹងគាត់ថាពេលខ្លះយើងទៅវាថាយើងជិះទៅទិញអីហ្នឹងគេមើលយើងអញ្ចឹងយើងមានពេលខ្លះយើងថ្ងៃណាយើងកពុលមុខទៅយើងមានអារម្មណ៍ថាយើងអូធុញនឹងជីវិតមួយនឹងដល់កហើយប៉ុន្តែថ្ងៃខ្លះក៏យើងគិតមកវិញថាអូខ្ញុំអរគុណរឿងទាំងអស់ដែលយើងបានធ្វើខ្ញុំធ្វើបានល្អហើយបានខ្ញុំមកដល់ប៉ុណ្នេះបាទព្រោះថាគេមើលយើងក៏ដឹងថាពួកគាត់ស្រឡាញ់ចូលចិត្តយើងបាទពួកខ្ញុំមិនចាក់បត់ឲ្យជីបអញ្ចឹងកុំប្រកាន់
vậy tới allergy vậy bị chuyện mình thả no hồ bị khá tới dương nơi khung lifestyle năng chịu vật năng dương plek đăng luôn hả dương hiện còn bà chiên bị muốn ngái hay mình thầm tập nói dương miên ảo cả thưa ấy đi dương sờ lạnh tiệt mình nơi trả nó để sầm bày trong bàn chịu vật được gì ảo cả nhưng dương bàn chụp mình nơi đại dương trong chụp trả hay bị khá tới đôi nè khá có chúng phơi cam mới quát nhá nè khá có trong chụp nhung hay nhóm có trong chụp có đôi khỉ cho bị khá chẳng á kế cái thà bàn chụp nhung mày hay đọc pe nhóm cái thà bàn chụp kia chẳng á những fan đôi khỉ bao giờ hay nhóm đại nước man ha nhóm bàn chẳng hạn bàn thưa ca cho mỗi lần mình được tràn hay bàn từ tua do bọt bị sọt tràn bị khỉ bị mình được đại nhóm club chỉ idol được bong bong bồn lư bong kinh chi bên niềng trên na nẹp xanh tiệt mà cái nó đại nhóm clubแต่มือ กด tăng pin ở tôi vậy đấy nẹp mình khát kim bảo chỉ tới đại dương miền là cả bàn thì chụp quạt để chẳng thôi quạt chụp cô nè đại dương nghe nè mưa cùng ru cô dương tay để vật na chẳng chụp chẳng không ai chẳng nhưng bây nhóm đó có nhóm mẹ làm được cái này bong bồn lư để xa dụ bộ vây bao nhóm bị bọn đập mùi bọn đập nó cứ cái hai thẻ thông thoát mọi chuyện mùi trong riêng mà có cho mùi khmei nhóm đôi kia hai nhóm khơi thẻ chỉ ban cái hai thẻ give flower từ quạt trái từng collab xong bây ta trong riêng một bọn khung album question mark nó cứ sang tại đã vùng về đôi khmei album nó vậy thoáng album nó nhóm thưa môn tập bóng cái cứ bọt cho mùi bong blue nó mùi mì tí thưa nó tranh môn cái dương nơi tại nơi cái bài nè bà itu bây giờ đây cứ đã thay chìm riêng vì ai phát đặt vô nụ sao thì cầm lòng về để dân đạp về tập bóng nâng nhưng trong trang man về để dân đạp ở chơi bẩn phôm bỏ mình phải tập bóng mấy thằng còn là dương lưu bọn nó dương nó khơi đó là cao kia để dương nơi nè nhưng riêng để chỉ tị đóp hơi bọn nó cứ bay khlang rúp bà ròm nâng ngày rúp bà ròm về dương tới đo cái lại nâng mà như thế ở con bóng bự ở con bóng chiết ở con bóng bự chết ở con xem mẹ mày về tim môi cái miếng album này để ai sang tới vô tiếp bạn mày về môi bóng về con bà ròm khối chất thì tự nhiên vậy mà bọn nó cứ là cái đó classic nó nghe chúng bộ mà dương với nhờ thì tới nó về cái nước đó ở chí bởi fan tụi tớ hay chỉ kì chạm vào làm được bọt bài sweet bài snaha phụ ấy mình đây dương miền snaha mình chẳng này này dương sử dụng pu vì chẳng bọt từ xây dựng sử dụng pu đây bên tay ở vậy thì nhung trong bắt đầu ngày ní cứ cái squad ở chí có để xa tại parole bảo anh chị, để sao thì trong bệnh bảo anh chị đấy, chẳng ai thà ngày nay sân khâm thà nâng miền nào cả bàn liệt rồi đảng, bây chạy cái tê tí tôi rồi có ăn cầm băng tí tôi từ lóp với tí tôi phù, nhưng sân khâm thà nè đại cọt cặp bông tầm mới ní cọt có miền cái đây sớm mai chẳng phải thì trên Arab, chỉ có cả tay Nippon đây, trên sân u tầm bông trong su từ anh chị nó cứ anh chị miền tầm lóp bài mình đây cho môi nó càng sệt sệt. Nhưng mà đại tờ tê đại mà nhưng thua record cho mong bà chứ mình theo freestyle bà tới mong mình bà wow nhưng mà tại phần tờ tê của về đại dân record phim dân được ấy khơi phim dân đã tới phim và dân nơi tờ tê nông tu sạp rồi còn tờ tê này về dù hay dân ạch play bà chứ mình theo dân play beat tới bà và tụi mọi dân bà sử dụng freestyle thì bà cái đôi Jay-Z đôi vậy đây Jay-Z Lil Wayne này nó nhom khan tờ xe nó tăng pi pon mà phay mùi ấy nhom chụp tờ xe đáy nhom chụp đám ở đây cả nhom phơi từ bốn rồi giờ cả pi pon đậm 4 nhom slot phơi chẳng một đòn bàn tay nhom mè rắm tha ô nó được ở trời buồn khát kia chẳng đó nhom mè nó bảo cho những tờ xe đáy đập pe du tới nhom có hiện sắc xa bị khang sọc kê khang lá có ô nhom khơi nha chăm pít anh nắng cái thơ chẳng mà đó nhom có chập đam thơ chẳng đang bị pon một vài mùi nữa
គឺខ្ញុំភ្លេចបាត់ទៅបាទ ហើយឃើញថាវាដូចត្រូវជាមួយ វាលឿនហើយវាព្រោះហើយវាidea ហ្នឹងវាចេញមកថ្មីវា fresh ចឹងរហូតបាទ ចុះយើងត្រឡប់ទៅ edit វាវិញមិនទៅ បាទ កែត្រឡប់ទៅកែវាវិញអត់ កែមិនទៅបង កែមានថាឥឡូវឧទាហរណ៍យើងបានដាក់វាចុះហើយ បាទ បានបាយអញ្ចឹងទៅប៉ុន្តែយើងមានអារម្មណ៍ថាអូខ្ញុំចង់កែពាក្យកន្លែងនេះ កែពាក្យលុបមក ហើយ លុបអត់ទេលុបមកកណាត់ហ្នឹងហើយជួស ជួសផាញ់គេហៅ punch in ហ្នឹង បាទ អញ្ចឹង wow ខ្ញុំអត់នឹកស្មានទេខ្ញុំអត់នឹកស្មានខ្ញុំគិតថាប្រហែលជា LG ទៅចំណាយពេលច្រើនជាមួយ Pro មួយ បាទ ប៉ុន្តែមិនមែនមានន័យថា LG អត់ខ្វល់ទេតែនេះជាបច្ចេកទេសដែល LG បាទធម្មតាបើឧទាហរណ៍ដល់ខ្ញុំឧទាហរណ៍ដូចបទEta Civil បទសូយ៉ាវាមាន melody ច្រើនហើយមាន pro ច្រើនបើយើងនៅតែសរសេរហើយសេមុខផ្លេកក្រោយសេមុខផ្លេកក្រោយអញ្ចឹងវាពិបាកអញ្ចឹងបើយើងថតវានៅជាប់អញ្ចឹងតរហូតបាទ អញ្ចឹងមានថាបទដែលពួកយើងស្ដាប់ភាគច្រើនគឺអញ្ចឹងទាំងអស់ទាំងអស់ហ្មង បាទ អូខេវ៉ាចុះយើងមានលំហាត់ប្រាណអត់ដូចថាយើងជា warm up កម្ដៅសិដុំឧទាហរណ៍យើងដឹងថាថ្ងៃហ្នឹង session យើងត្រូវតែ record បទនេះ ខ្ញុំអត់ទៅទេបងអត់ទៅ អត់សូវណាគឺចូលទៅធ្វើការបណ្ដោយ បាទទៅនិយាយគ្នាលេងប្រហែល2ម៉ាត់ហើយយើង record ខុសលុបចោលអញ្ចឹងបាទ មិនយ៉ាងដែរអញ្ចឹងមិនយ៉ាងដែរអញ្ចឹងអ្នកនរគ្នាបាទមានអាចកំបាំងទេមានប៉ុណ្ណឹងចុះLG ឥឡូវសួរអញ្ចេះវិញថាពាក្យទាំងអស់ហ្នឹងបានមកពីណាពាក្យពេចន៍ដែល LG ប្រើគឺ unique មានតែប្លែកមែនទេ បាទអាហ្នឹងសិតតាវាអាចមកពីទេពកោសលយើងដែរបងហើយយើងបើខ្ញុំហ្មងសម្រាប់ខ្ញុំពាក្យពេចន៍តតាប្លែកតតារៀងខុសគេតិចបានខ្ញុំអូខេបើថាមុំខ្ញុំអត់ទេអត់ទៅទុកចោលទៅ បាទនេះ Pro មួយក្នុង PV Star ហើយគេបុកខ្ញុំបាច់បែកខ្ញុំ3អង្គក្នុងឡានសិតអ៊ូខុងក្នុងឡានសិតທາງចេងបើខ្ញុំតែងតែមានអារម្មណ៍ថាចំណែនជាមួយ rapper ទៅថងថា rapper អាចយកអារបស់ដែរគេហៅថា make no sense យកមកប្រើបានហើយព្រោះ slang យើងប្រើគេភាសាបាទ លក្ខណៈថាមានជំរឿមានសេរីភាពច្រើននៅក្នុងការប្រើពាក្យឬក៏ចុងជួននៃផ្សេងៗ វាគេខុសពីចម្រៀងរបៀបចម្រៀងធម្មតាបន្តិចព្រោះពួក rap យើងអាចប្រើគ្រាមភាសានិយាយរបៀបខ្ញុំអីចឹងបើចម្រៀងតោះតែខ្ញុំចាបាទគាត់ទៅច្បាស់បាទ rap ស្រួលបាទ ចុះយល់មិនដែរជាមួយនឹងគេថាវិស័យចម្រៀង rap យើងសពថ្ងៃពួក LG អាចថាជាម្នាក់ដែលគេគ្រប់ស្រឡាញ់ដែរបាទក្នុងនាមជាអ្នកចម្រៀង rap សម្រាប់ឥឡូវនេះខ្ញុំអត់មានអីទៅជំទាស់ហើយបើថាវា generation ខុសគ្នាគេទៅមុខរហូតអញ្ចឹង generation បែបខ្ញុំបែបថ្មីអញ្ចឹងទៅបងគាត់ថាឥឡូវហ្នឹងខ្ញុំឡើងទៅស្ដាប់ចម្រៀង rap ដោយសារវាខ្ញុំមានអារម្មណ៍ថាវាដែលខ្ញុំចង់ស្ដាប់អីថ្មីដូច pop វាប្លែកទេហ្មងបាទ ចឹងមានថាខ្លួនឯងអ្នកធ្វើចម្រៀង rap ប៉ុន្តែពេលទំនេរស្ដាប់ចម្រៀងប្រភេទផ្សេងទេ តែប៉ុន្តែខ្ញុំមិនសូវជា deep នៅក្នុង rap ហ្នឹងហ្មងខ្ញុំមួយទេ មិនអញ្ចឹងខ្ញុំជួប rapper ច្រើនទៅសួរទៅគាត់ដែរថាគាត់អត់ដែរស្ដាប់ rap ផងគាត់អត់សូវទេគាត់ទៅស្ដាប់ country ណាវិញគាត់ស្ដាប់ R&B វិញព្រោះយើងស្ដាប់វាមានអារម្មណ៍ថាវាដែលវា ការងារយើងណែ បាទហើយបើយើងស្ដាប់អីថ្មីទៅយើងអាចបានអីថ្មីមកទៀតបន្ថែមអញ្ចឹងយើងអាចនឹកឃើញអីថ្មី melody ថ្មីទៅមកជាមួយខាង pop នេះគេគេទៅ melody បាទមានអារម្មណ៍ថាដូចប្លែកដែរឥឡូវប្លែកទៀតហើយនេះខ្ញុំមានថាចូល studio ថ្ងៃនេះត្រូវ record បាត់ហ្នឹងឥឡូវបើក microphone ខ្ញុំ record ហើយ vill ទៅ vill មករហូតបាទតែ
LG បកមកអា draft នឹងវិញប្រហែលដងទៅឬក៏ភាគច្រើនតែអូខ្ញុំហើយ session ហ្នឹងគឺអានឹងយកហ្មង ខ្ញុំមួយហើយហ្មងអត់ធ្វើ2ដងធ្វើ2ដងវាអត់ទេបើថា demo ដែល demo ឲ្យយើងធ្វើដំបូងអាហ្នឹងយើងអាចធ្វើអត់ឲ្យសមមកកណាត់ហើយទុកស្អែកឯងគឺឲ្យចប់ហ្មងបាទទោះងុយគេយ៉ាងម៉េចក៏ ត្រូវតែបាទព្រោះខ្ញុំចង់ពេលភ្ញាក់ឡើងខ្ញុំបានស្ដាប់អីដែលខ្ញុំធ្វើមកសិនមិញអញ្ចឹងទោះបើអត់បត់នឹងអត់ចប់ទេបោះចោលហើយវាមានអារម្មណ៍បាក់តវិញបាទចាំមានថាឲ្យតែដាក់ចិត្តតែធ្វើគឺធ្វើឲ្យចប់ធ្វើឲ្យហើយច្រើនតែមិនត្រឡប់មកធ្វើវាវិញម្ដងទៀតទេនេះបើថាយើងធ្វើ demo អាហ្នឹងហើយយើងត្រូវ record សារថ្មីអាហ្នឹងបាទធ្វើ2ដងបាទប៉ុន្តែភាគច្រើនមិនសូវកែអីច្រើនទេធ្វើបាទអត់សូវទេកែមួយម៉ាត់នឹងឆ្កងបើឧទាហរណ៍ថាបត់ហ្នឹងខ្ញុំធ្វើខ្ញុំចង់ខ្ញុំធ្វើបត់ហ្នឹងខ្ញុំមានអារម្មណ៍ថាខ្ញុំចង់ fit ច្រៀងមួយណាគេអញ្ចឹងខ្ញុំធ្វើបត់ហ្នឹងតែមួយកណាត់ទេដើម្បីទុកចន្លោះឲ្យគេដាក់របស់គេផ្សេងទៀតអញ្ចឹងមកហ្នឹងហើយអញ្ចឹងមានថាអានេះដូចជាសិលវិធីដែលយើងប្រើដែរចូលសមាជិកផ្សេងគាត់មានរបៀបរបបផ្សេងរបស់គាត់បាទគាត់មានរបៀបផ្សេងរបស់គាត់ប៉ុន្តែធ្វើលឿនក្នុងការងារហ្នឹងបាទតាមពេលខ្លះមាន deadline ពេលខ្លះមួយបាទធ្វើភ្លេងធ្វើអីយូរអញ្ចឹងទៅបើនឹងអត់ទៅបញ្ញាប់អីទៅទុកមួយបើថាខ្លះ deadline អញ្ចឹងហ្នឹងធ្វើលឿនសម្រាប់បាទតែ LG ប្រយុទ្ធខ្លួនឯងទៅពេលខ្លះលក្ខណៈថាធ្វើភ្លេងខ្លួនឯងដែរមែនខ្ញុំអត់ចេះបាទខ្ញុំរឿងភ្លេងអត់ធ្លាប់សាករៀនដែរស្អីក៏រៀនអត់យល់ចាប់អត់បានបានតែសរសេរប្រូឲ្យដាក់ melody អីចឹងទៅបងបាទយ៉ាងវិញព្រោះ article គាត់អាចធ្វើភ្លេងខ្លួនឯងបានទេប៉ុន្តែយើងទទួលស្គាល់ថាប្រហែលជាគេត្រូវការប្រើបាទទេពកោសល្យជំនាញគេមានជំនាញទេពកោសល្យរបស់គេផ្សេងខ្ញុំគ្រាន់តែបានស្ដាប់ខ្ញុំដឹងថាអូអាហ្នឹងវាត្រូវទៅមិនឲ្យវាលឺព្រោះទៅមិនឲ្យនេះបើខ្ញុំប្រាប់គេអញ្ចឹងទៅថាអូដាក់ចេះទៅអាហ្នឹងគេអ្នកធ្វើឲ្យយើងទេបាទតែគាត់ថាយើងដឹងថាធ្វើមិនរបៀបរបស់វាអញ្ចឹងបាទហ្នឹងហើយប៉ុន្តែយើងមានថាយើងដូចកំងគេវិញបាទខ្ញុំសុំប្រៃទៅនេះបន្តិចបាទសាបទៅនេះបន្តិចហ្នឹងហើយនិយាយទៅយើងការធ្វើចម្រៀងវាមួយយ៉ាងដែរបើសិនជាអ្នកដែលគាត់អាចមានឱកាសធ្វើវាឲ្យស្រឡាញ់វាខ្ញុំលើកទឹកចិត្តទៅសម័យឥឡូវនេះគឺយើងអាចធ្វើបានយើងអត់ចាំបាច់ធ្វើចាំមានរបស់ស្រួលអត់ដូចកាលមុនត្រូវតែមុនឥឡូវមានតែទូរស័ព្ទមួយក៏ធ្វើចម្រៀងបានធ្វើតែមានឱកាសមួយក៏ធ្វើចម្រៀងបានកាលមុនត្រូវមានស្ទូឌីយោធំទៅមានមីក្រូហ្វូនបាទព្រោះឥឡូវកម្មវិធីអាប់ដេតរហូតអេបនៅក្នុងទូរស័ព្ទបាទគាត់ថាសួរទៅពិបាកអត់បើគេសួរថាធ្វើចម្រៀងបាក់អត់ចម្រៀងអត់មានអីបាក់ទេបងកាលមុនខ្ញុំគិតថាខ្ញុំខុសមួយដែលខ្ញុំនិយាយពីរឿងដែលគិតថាធ្វើចម្រៀងវាពិបាកដល់ពេលអញ្ចឹងអ្នកក្រោយគេចង់ធ្វើគេមានអារម្មណ៍ថាខ្លាចវាថាយើងនិយាយពីប្រវត្តិរបស់យើងពិបាកមិនចេះចុះដល់ពេលឥឡូវខ្ញុំចង់ដូរការគិតមួយហ្នឹងខ្ញុំថាធ្វើចម្រៀងអត់មានអីបាក់វាស្រួលកុំឲ្យតែយើងធ្វើឲ្យតែខ្លួនយើងពិបាកបាទបើយើងឈៀលធ្វើចម្រៀងគិតមួយកុំប្រញាប់ស្រួលទេអត់បាក់ទេបងទេដល់ពេលយើងនិយាយទៅហ្នឹងធ្វើចម្រៀងពិបាកជីវិតញ៉ៃអ្នកក្រោយគេមកគេមិនហ៊ានធ្វើគេថាអូអត់ហ៊ានទេខ្លាចបាក់ដែរចាំមានថាព្យាយាមឥឡូវហ្នឹងគឺព្យាយាមចូលលើគោលខ្ញុំហៅថាធ្វើចម្រៀងវាមិនបាក់កុំឲ្យយើងធ្វើខ្លួនឯងបាក់បាទតែជីវិតជាអ្នកចម្រៀងជីវិតជា rap star អូបាទវាដូចខ្ញុំនិយាយមុនហ្នឹងពេលខ្លះវាយើងបាត់បង់ឯកជនភាពខ្លះហើយពេលខ្លះក៏យើងអរគុណនៅអីដែលយើងបានធ្វើកន្លងមកយើងធ្វើបានល្អហើយបានយើងមកដល់កន្លែងហ្នឹងដូចជាมันមានអីនេះហ្មងមានថាវាមកជាមួយនឹងចំណុចល្អវាក៏វាមកជាមួយនឹងចំណុចបាទអត់ល្អដែរនៃ lifestyle នឹងជីវិតមួយហ្នឹង
បាទ តែយើងអាចថាទទួលយកណាមិនថារៀនទទួលយកតែយើងចឹងធ្វើម៉េចយើងល្បីអញ្ចឹងដែរតែលេងខ្ញុំគិតថាមិនមែនតែការងារធ្វើចម្រៀងការងារច្នៃប្រឌិតអីផ្សេងគឺវាត្រូវការផ្ចង់អារម្មណ៍និងការយកចិត្តទុកដាក់លើវាដែរ បាទ អញ្ចឹងបើសិនជា artist ឬក៏អ្នកដែលគាត់ស្រឡាញ់អាជីពហ្នឹងគាត់មានថាអត់រៀបចំជីវិតតខ្លួនគាត់ឲ្យវាមានសណ្ដាប់ធ្នាប់ទេក៏រៀងពិបាកទៅឆ្ងាយ ហ្នឹងហើយបង burn out ឬក៏អី គុំburn out ហ្នឹងវាដោយសារយើងបុកវាខ្លាំងពេកដល់ពេលអញ្ចឹងទៅវាខ្ញុំអញ្ចឹងរហូតហ្នឹងទោះឥឡូវហ្នឹងក៏ខ្ញុំនៅអញ្ចឹងដែរឥឡូវហ្នឹងក៏ខ្ញុំអញ្ចឹងដែរបាទដឹងខ្ញុំដឹងខ្លួនពេលខ្លះទៅយើងអាចទៅជាយើងនឹងយើងតែជាយើងនឹងយើងស្ដាប់លេងចូលហើយប៉ុន្តែយើងព្យាយាមបខំវាអញ្ចឹងធ្វើឲ្យយើងបែកខំតានយើងលែងចង់ស្ដាប់អីទាំងអស់ហើយយើងមានអារម្មណ៍ពិបាកចិត្តត្រូវការងារត្រូវតែហើយគេបញ្ញាប់គេអីចឹងត្រូវបញ្ញាប់ចេញបញ្ញាប់អី MV ថតហើយបត់អត់តន់ហើយអត់តន់ record អត់តន់អីចឹងយើងត្រូវតែបុកចឹងទៅត្រូវឲ្យយើងរៀងសើរិចបាទតែ LG ដាក់សម្ពាធលើខ្លួនឯងខ្លាំងដែរកន្លងមកចូលចិត្តដាក់ហ្នឹងឯងដាក់សម្ពាធលើខ្លួនឯងខ្លាំងងុយគេងអត់ក្រោមគេងអាចធ្វើទៅមុខអត់ទៅនៅតែប្រឹងទៅឈឺក្បាលតែអាហ្នឹងវាជាការសុបាយរបស់យើងអាហ្នឹងវាជាការសុបាយវិញបើយើងអត់ធ្វើអញ្ចឹងអត់នេះអត់សុខបាទហ្នឹងហើយព្រោះថាអ្នកចម្រៀងគេត្រូវការ mood គេត្រូវការអារម្មណ៍បាទតែពេលខ្លះខ្ញុំឃើញថាយើងធ្វើបាបខ្លួនឯងដែរហ្នឹងហើយធ្វើបាបសុខភាពរបស់យើងបាទអត់គេងមួយខ្លះអត់បានគេងទៅក្រៅត្រូវទៅទៅធ្វើការតនិយាយមួយគេអត់ចូលគ្នាស្ដាប់គេស្ដាប់ទៅហឹងនិយាយអគិសនិយាយអីមកស្ដាប់ចាប់អត់បានណាបើប្រាំងបាទបងជុំថា hot ដែរណាបើទៅ hot នឹងមួយទៀតថាការងារច្រើនមិនថាទេប៉ុន្តែអាខ្លួនឯងដាក់សម្ពាធលើខ្លួនឯងដែរខ្ញុំមានអារម្មណ៍ថាយើងឥឡូវអញ្ចឹងមែនតាមនុស្សយើងភាគច្រើនឥឡូវមិនថាមិនទៅ LG ទាំងតែគ្រប់គ្នាធ្វើនៅក្នុងវិស័យផ្សេងយ៉ាងណាក៏ដូចមានអារម្មណ៍ដូចនៅតែមិនពេញចិត្តមួយខ្លួនឯងនៅតែដាក់សម្ពាធលើខ្លួនឯងដូចអត់អាណិតខ្លួនឯងបើសិនជាអ្នកដតីដែលយើងស្រឡាញ់មិត្តភក្តិយើងស្រឡាញ់ទៅដេកហូបបាយហូបអីសិនតែមិនបានខ្លួនឯងនឹងយើងប្រើមែននេះគេថាប្រើដល់ហើយខ្លាច់ខាតខ្លាច់ខាតពេលខ្លះគេគិតថាអូបាយមកពីសម្ពាធការងាររបស់ client ការងារក្រុមហ៊ុនឬក៏អីចឹងទេតែមែនទេគឺយើងខ្លួនឯងទេដែលអត់អាណិតខ្លួនឯងសោះហ្នឹងអត់មានមេត្តាជាមួយខ្លួនឯងសោះបាទអញ្ចឹងអាចថាប្រធានបទពាក់ព័ន្ធមួយការយកចិត្តទុកដាក់លើខ្លួនឯងស្រឡាញ់ខ្លួនឯងហ្នឹងក៏ LG និយាយនៅក្នុង question mark ច្រើនដែរខ្ញុំកុំបណ្ដាខ្ញុំលើកទឹកចិត្តឲ្យទាំងអស់គ្នារៀនគិតពីខ្លួនឯងសាថ្មីឡើងវិញព្រោះខ្លួនប្រាណយើងពិតជាយើងខ្លួនឯងបានធ្វើបាបខ្លួនប្រាណយើងខ្លាំងដោយសារយើងព្យាយាមដាក់សម្ពាធទៅលើខ្លួនប្រាណយើងពេកយើងធ្វើការយើងអត់ញ៉ាំអីផឹកកាហ្វេច្រើនពេកដើម្បីឲ្យបាននៅធ្វើការតទៀតកាហ្វេអ៊ីនហើយអត់គេងគូក្បាលយើងធ្វើការរហូតអញ្ចឹងដល់ពេលអញ្ចឹងវាអាចធ្វើអាហ្នឹងវាអាចទៅជាគូក្បាលយើងទទួលយកឡើងបានវាទៅជាបាក់ទឹកចិត្តជំងឺបាក់ទឹកចិត្តទៅអីចឹងទៅបងបាទខ្ញុំធ្លាប់ឮពាក្យគេមួយគេថាបើសិនជាយើងអត់ដឹងថាឥឡូវហ្នឹងយើងចង់បានអីទេប្រហែលជាយើងត្រូវការដំណេកមែនទេគេថាបើពេលខ្លះតែឥឡូវយើងជួបគ្នាមិនបាច់សួរសុខសប្បាយអត់សួរថាយើងមិនគេងលក់ស្រួលអត់ខ្ញុំពិបាកជាងគេមកក្នុងជីវិតខ្ញុំពិបាកគេងហ្នឹងហ្មងខ្ញុំចង់គេងឲ្យលក់ស្រួលខ្លាំងណាស់តែខ្ញុំគេងអត់ស្កប់ខុសក្បាលយើងនៅតែគិតរហូតបាទវាដើររហូតពេលខ្លះពេលយើងគេងវាស្រួលប៉ុន្តែអាមុនគេងហ្នឹងវាពិបាកធ្វើឲ្យគេងលក់យើងគិតនេះគិតនោះវារវាយមានថាចិត្តតែគិតនេះគិតនោះដែរបាទអញ្ចឹងយូរហើយនៅតាំងពីនៅក្មេងៗឬក៏អត់ទេតែមកធំគាត់នៅក្មេងខ្ញុំកាលនៅក្មេងខ្ញុំ
សួរគេងព្រោះខ្ញុំមានសាច់ហើយញ៉ាំបាយហើយទៅហើយដល់ពេលឥឡូវចឹងឥឡូវបាយហើយនៅធ្វើការរហូតអាធ្វើងួយគេងពេលក្នុងធ្វើហ្នឹងងួយគេងនឹងសើទៅដល់កន្លែងគេងនៅតែវាលក់ទៀតបាទផឹកពេលខ្លះខ្ញុំញ៉ាំអាហ្នឹងគេហៅកាមីជួយបាទដាក់ហ្នឹងទៅសើទៅបានដេកលក់ហើយណាមួយអាចមកពីការងារពួកយើងភាគច្រើនបាទធ្វើការយប់ផងត្រូវច្រៀងដល់យប់នេះទៀតបាទសម័យថាយើងឥឡូវយើងច្រៀងនៅឆាកនេះហើយគេហៅថាអាដូប៉ាមីនរបស់យើងអារម្មណ៍រំភើបសប្បាយនោះវាអត់តន់die down នោះវាអត់តន់ត្រឡប់ទៅវិញព្រោះវានៅសល់មែនតែនៅសល់សល់ហើយតែវានៅសល់អញ្ចឹងទៅឲ្យគ្នាពងសប្បាយឲ្យគ្នាទៅដេកវិញហ្នឹងហើយតែហ្នឹងហើយសង្ឃឹមថាអ្នកស្ដាប់ទាំងអស់គ្នាអាណិតខ្លួនឯងខ្លះហ្នឹងហើយធ្វើការយើងធ្វើការតែយើងបាទពេលខ្លះអាណិតខ្លួនឯងវាសម័យឃើញពីខ្លួនឯងនឹងប្រើខ្លួនឯងដល់ហើយខ្លាចខាតតែបើមិត្តភក្តិមនុស្សដែលយើងស្រឡាញ់យើងលើកទឹកចិត្តហូបអីទៅគេងទៅអីសិនតែយើងខ្លួនឯងនេះពិបាកទទួលបានក្តីស្រឡាញ់ពីខ្លួនឯងមែនបាទយើងគិតច្រើនពេកពេលខ្លះខ្ញុំមានអារម្មណ៍ថាយើងលុបលុនពេកមករឿងមកប្រទេសនេះយើងសង្កត់ម្នាក់ឯងនៅឃើញដូចធ្លាប់ឃើញ TikTok clip របស់ LG បាទធ្វើទាំងអស់ទាំង crane operator ទាំង sound engineer stage design ក៏ផ្លាយមានតែវាកាប់ដែរហើយថាមកវាយើងមានទំនួលខុសត្រូវដែរបាទឥឡូវយើងមានភរិយាទៀតបាទយើងចាប់ផ្ដើមគិតច្រើនជាងមុនតាំងពីក្រោយខ្ញុំត្រូវមានទំនួលខុសត្រូវរហូតព្រោះខ្ញុំមានគ្រួសារហើយហ្នឹងឯងត្រូវតែមានទំនួលខុសត្រូវព្រោះយើងមានប្រពន្ធអញ្ចឹងជីវិតគេគឺនៅគេពឹងពាក់លើយើង 100% ហើយអញ្ចឹងយើងត្រូវតែនេះជួយគ្នាទៅវិញទៅមក support គ្នាបាទចាំមានថាធ្វើអីមួយក៏គិតដល់ទំនួលខុសត្រូវហ្នឹងដែរបាទស្រឡាញ់គ្នាមួយគាត់យូរណាស់អូបើស្រឡាញ់គ្នាមួយគាត់ខ្ញុំភ្លេចបាត់ហើយមកតែទៅដល់តែវិញនេះគាត់អត់អីតែនឹងអាយុហើយបងតាំងពីការមកបំពេញហ្នឹងមែន2020ហ្នឹងប្រហែលពេលហ្នឹងខ្ញុំជួបគាត់នៅកន្លែងមួយហើយខ្ញុំក៏យើងជួបគ្នានៅកន្លែងហើយយើងក៏ថ្ងៃក្រោយទៅយើងមកខ្ញុំតាក់តងទៅគាត់អីចឹងជាថានិយាយគ្នាលេងអីក៏បានស្រឡាញ់គ្នារហូតដល់ឥឡូវហ្នឹងហ្មងហើយគាត់នៅមួយខ្ញុំតាំងពីខ្ញុំអត់មានអីសោះនៅក្នុងខ្លួនគាត់សុខចិត្តណាខ្ញុំទៅថាគាត់សុខចិត្តហើយគាត់កូនអ្នកធូធាគាត់កូនអ្នកមានណាប៉ុន្តែគាត់សុខចិត្តមកបាក់មួយយើងទាំងយើងអត់មានគោលដៅទាំងគាត់គិតថាយើងអត់មានគោលដៅអត់ដឹងស្អីជាស្អីដបងប៉ុន្តែអរគុណគាត់ដែរដែលគាត់ជឿជាក់លើខ្ញុំតាំងពីដើមរហូតដល់ឥឡូវគាត់នៅតែជឿជាក់លើខ្ញុំគាត់នៅឈរពីក្រោយខ្ញុំបត់ខ្លះគាត់អ្នកប្រាប់ប្រូឲ្យខ្ញុំគាត់អត់ចេះធ្វើតែគាត់ចេះស្ដាប់អញ្ចឹងបត់ខ្លះ melody អត់ព្រោះអញ្ចឹងគាត់ប្រាប់ខ្ញុំបាទហ្នឹងហើយបាទឃើញ LG បង្ហាញពីក្តីស្រឡាញ់ឬក៏ការអរគុណទៅកាន់ភរិយារបស់ខ្លួនឯងតាមរយៈចម្រៀងច្រើនបាទពេលខ្លះទៅគាត់ជួយពេលខ្លះគិតថាគាត់នេះគាត់ជួយខ្ញុំបានច្រើនដែរនៅក្នុងចម្រៀងពេលខ្លះគាត់ជួយនៅក្នុងបទផ្កាស្លាមានសលេងគាត់នៅនឹងតែបែបស្ដាប់អត់លឺទេអាហ្នឹងគាត់ធ្វើ harmony បាទមានសលេងស្រីនៅក្នុងហ្នឹងបាទចាំឲ្យក្រុមការងារទៅអង្គុយស្ដាប់ដល់ស្ដាប់ទៅផ្ទៀងតិចបានលឺសលេងនៅស្រីបាទតែសុខគាត់តែហេតុអីបានជឿលើ LG ឯង
គាត់និយាយដូចខ្ញុំអញ្ចឹងគាត់ដឹងថាខ្ញុំនឹងមកដល់ចំណុចហ្នឹងគាត់ជឿជាក់បាទ ពូពពការងារបែបសិល្បៈនេះវាមានថាបថុយក៏ថាបាន បាទ ហើយតើតាហ៊ាន ហើយផ្លូវវាអត់មានរៀបទុកមុនដូចការងារដតីគេមាន structure គេមានអីត្រឹមត្រូវណា បាទ ប៉ុន្តែយើងច្បាស់ ខ្ញុំជឿជាក់ យើងជឿជាក់ហ្នឹង បាទ ហើយគាត់ដូចគ្នា បាទគាត់និយាយដូចតែខ្ញុំនិយាយហើយចរិតយើងដូចគ្នាទៀតស្តៀងគ្នាឈៀលអត់សូវញ៉ៃច្រើនបាទ ពេលដែលមានអ្នកដែលគាត់ជឿលើយើងអញ្ចឹងដូចវាផ្ដល់ជាធម្មពលអីមួយយ៉ាង ហ្នឹងហើយបងត្រូវបងវាមានអារម្មណ៍ថាទោះអ្នកផ្សេងអត់ជឿលើយើងក៏មានគាត់មួយដែលជឿលើយើងដែរហើយគាត់តែងតែលើកទឹកចិត្តយើងរហូតទោះយ៉ាងម៉េចក៏ដោយនៅក្នុងកលៈទេសៈណាក៏ដោយក៏គាត់នៅតែជំរុញឲ្យយើងទៅនេះទៅនោះដើម្បីធ្វើឲ្យការងាររបស់យើងនឹងឲ្យបានសម្រេចអញ្ចឹង ខ្ញុំធ្លាប់លើគេនិយាយថាអ្នកដែលគាត់មានដៃគូរបស់គាត់ជាអ្នកធ្វើការងារផ្នែកច្នៃប្រឌិតឧទាហរណ៍ក្នុងករណី allergy ជាអ្នក rap អ្នកធ្វើចម្រៀងគាត់នឹងដើរតួនាទីច្រើនដើម្បីជួយ support allergy មិនថាធ្វើតែកាលពីមុនសង្សារមិនថាធ្វើតែសង្សារប្រពន្ធប៉ុន្តែធ្វើគ្រប់មុខហ្មងដើម្បីជួយឲ្យយើងអ្នកដែលធ្វើការងារច្នៃប្រឌិតនឹងអាចរីកទៅមុខអាចព្រោះទីមួយក៏ត្រូវជួយកម្លាំងចិត្តពេលយើងពិបាកចិត្តឬក៏យើងហត់រឿងអីមួយយើងត្រូវមានបណ្ណាម្នាក់ដែលយើងអាចនិយាយជាមួយបាទហើយទីពីរគាត់ប្រហែលជាត្រូវជួយធ្វើម្ហូបធ្វើអីឲ្យញ៉ាំចុងភៅគាត់ទៀតថាជួយខាងប្រឹក្សាផ្លូវចិត្តគឺនិយាយទៅគឺអរគុណមែនតើលក្ខណៈថាមានថាអរគុណទៅដល់នារីស្ត្រីទាំងអស់ដែលជឿលើដៃគូរបស់គាត់បាទស្វាមីរបស់គាត់សង្សាររបស់គាត់ព្រោះពេលខ្លះយើងខ្លួនឯងក៏អត់ជឿលើខ្លួនឯងដែរប៉ុន្តែពេលដែលមានអ្នកដែលគាត់ជឿលើយើងហ្នឹងត្រូវហើយដូច LG និយាយចឹងបើអ្នកណាគេដតីដែលអត់ជឿលើអាផ្លូវដែលយើងដែរហ្នឹងយ៉ាងហោចណាស់ក៏យើងមានគ្នាពីរនាក់បាទអរគុណបាទ ពេលខ្លះទៅយើងអត់ដែរចាប់អារម្មណ៍ទេថានៅពីក្រោយភាពជោគជ័យរបស់សិល្បករមួយរូបពេលច្រើនគាត់ច្រើនតែមានមនុស្សជាទីស្រឡាញ់របស់គាត់ម្នាក់នៅពីក្រោយនឹងដែរបាទខ្ញុំគិតថាពេលខ្លះគាត់មិនជួយ support អីខ្លាំងប៉ុន្តែគាត់ដែរក្នុងន័យមួយជួយឲ្យជីវិតរបស់សិល្បករនឹងមានសណ្ដាប់ធ្នាប់បាទមានគ្រឹះព្រោះបើសិនយើងគិតទៅបើសិនជាយើងអត់មានស្នេហាខ្ញុំមិនមែនថាអ្នកអត់មានស្នេហាអត់មានគូគាត់អត់ល្អប៉ុន្តែចង់និយាយថាពេលដែលយើងមានគូទៅអារឿងគូរឿងស្នេហាហ្នឹងយើងគេហៅថាយើងគ្រីសមួយហើយបាទអញ្ចឹងយើងសល់អាការផ្ចង់អារម្មណ៍កម្លាំងចិត្តកម្លាំងកាយហ្នឹងគឺដាក់មកការងារយើងបានច្រើនបាទហ្នឹងហើយអញ្ចឹងសង្ឃឹមថាសិល្បករយើងទាំងអស់អ្នកដែលធ្វើការងារច្នៃប្រឌិតរកបានដៃគូដែលជឿលើខ្លួនគាត់គេថាសំណាងដែរមែនទេសំណាងបងខ្ញុំគិតថាខ្ញុំសំណាងដែលបានជួបគាត់ហើយពួកយើងស្ទើរតែអត់ស្គាល់គាត់ក៏មិនស្គាល់ថាខ្ញុំជានរណាគេពីដំបូងគាត់ក៏មិនស្គាល់ថាខ្ញុំជានរណាគេខ្ញុំក៏មិនស្គាល់ថាគាត់ជានរណាគេហើយយើងមកចាប់ដៃមួយគ្នារស់នៅមួយគ្នាកសាងបានគ្រួសារប៉ុណ្នេះខ្ញុំគិតថាសំណាងខ្ញុំបាទជុំមានtip អីដែលកន្លឹះអីដែលអាចឲ្យស្រឡាញ់គ្នាបានយូរស្រឡាញ់គ្នាបានយូរអាសាសេចម្រៀងមែនស្រឡាញ់គ្នាបានយូរខ្ញុំអត់ដឹងធ្វើមិនដែរប៉ុន្តែបើខ្ញុំហ្មងធម្មតាឈៀលបាទកុំឲ្យតែយើងបើថាយើងកុំមើលកុំមាន two way យើងតែមួយបាទហ្នឹងទៅយើងច្បាស់ខ្លួនឯងហើយចាំមិនបើអត់តន់ច្បាស់កុំអាលបាទទៅព្រោះមែនតើទៅការជួបជជែកមួយ LG ថ្ងៃនេះគឺមិនមែនចង់ជជែកតែចម្រៀងព្រោះខ្ញុំគិតថាការដែលយើងនិយាយទៅពីចម្រៀងវាដូចនិយាយតែរឿងលើឆាកដដែលហ្នឹងតែអាក្រោយឆាកនោះអាក្រោយវាំងណូនមានអីខ្លះយ៉ាងបាទ
ចូលពុំបណ្ដាគាត់នៅតែ support រហូតដែរឬក៏ បាទម៉ាក់ខ្ញុំនៅ support ខ្ញុំហងៃ ពេលណាដែលគាត់អាចថាចាប់ផ្ដើមទទួលយកថាយើងធ្វើអាហ្នឹងគាត់គ្រប់ត្រូល 100% ហ្មងចាំបានទេ បែរផ្លេចបាត់ហ្នឹងបែរមកវឹកតែខ្ញុំលឺគាត់និយាយថាគាត់ឃើញគាត់ share គាត់អីបត់មួយបងពលឺទៀតទេ ក្រហ្នឹងមែន បាទ នេះក្រ ហ្នឹងហើយឃើញគាត់ share គាត់អីហ្នឹងបាទ ចឹងជាសញ្ញាមួយដែរ បាទ រវាងម៉ាក់ហើយនឹងប៉ាបើអាជីម្នាក់ណាដែលគាត់គ្រប់ត្រូលយើងខ្លាំងជាមួយអាវិធីនឹងដំបងឡើយ កាលមុនប៉ាខ្ញុំអត់សូវទេប៉ាខ្ញុំគាត់មិនចឹងហើយគាត់មិនចំទាស់ទេគាត់ថាគាត់ចេះតែប្រាប់អាកុំហ្នឹងវាថាវាមើលឃើញអាជីពមួយហ្នឹងបើម៉ាក់ខ្ញុំគាត់គ្រប់ត្រូលថាឲ្យធ្វើអីធ្វើទៅកុំឲ្យតែធ្វើអីខុសច្បាប់អញ្ចឹងក៏បានបន្ទាប់មកជុំដេយូនេះយូ បានបន្ទាប់បានខ្ញុំឃើញឡៃនេះមិញបានបន្ទាប់មកបានប៉ាខ្ញុំគាត់ចាប់ផ្ដើមគ្រប់ត្រូលខ្ញុំបាទគ្រប់ត្រូលខ្លាំងលើបាទ share រហូត បាទ តែពេលណាគាត់ចាប់ផ្ដើមអួតអ្នកចិត្តខាងពីយើងនឹងមានតែគាត់ចូលហើយចូល team បាទតែអ្នកទាំងអស់ខ្ញុំបាញ់មិញគឺយើងសម្រាកបន្តិចបាទដូចសពមួយដងបាទប៉ុន្តែយើងមកបន្តកម្មវិធីយើងទៀតជាមួយនឹងភ្ញៀវកិត្តិយសរបស់យើង allergy បាទមិនដែរបានជជែកច្រើននេះមិញនិយាយទៅចង់ជជែកមួយ allergy ពាក់ព័ន្ធជាមួយនឹងចម្រៀងបន្តទៀតដែរបងខ្ញុំគិតថាពេលខ្លះទៅដូច allergy លើកនិយាយដែរថាក្នុងនាមជាសិល្បករតន្ត្រីពេលខ្លះមិនប្រកែកបញ្ចេញនិយាយនៅខាងក្រៅប៉ុន្តែនៅក្នុងចម្រៀងគឺជ្រៅព្រោះយើងស្ដាប់យើងចូលទៅដល់ភពមួយទៀតដែរបាទ allergy នាំយើងទៅហ្នឹងហើយបងវាដូចយើងអត្ថបទមកសភៅយើងអាចចម្រៀងអាចបរួញវានៅសល់ត្រឹម4នាទីបានដែលអាចឲ្យយើងមានន័យពេញលេញយើងស្ដាប់បានអញ្ចឹងបងបាទហ្នឹងហើយហើយ allergy មានគ្រប់រសជាតិដើម្បីឲ្យយើងកំសាន្តអារម្មណ៍បែបផ្អែមល្ហែមស៊ីចម្ពូក៏យើងមានបែបនិយាយពាក់ព័ន្ធជាមួយនឹងបញ្ហាជីវិតអីផ្សេងក៏មានវាដូច black and pink black and pink ប៉ុន្តែបើសម្រាប់ខ្ញុំផ្ទាល់ជីបានយកបេះដូងរបស់អ្នកស្ដាប់ច្រើនជាពិសេសពាក់ព័ន្ធជាមួយនឹងពាក្យពេចន៍បាទព្រោះពេលអ្នកស្ដាប់ឥឡូវគឺពេលដែល LG ចេញមកបទមកយើងតែងតែខ្វល់ថា LG ចង់និយាយពីអីព្រោះថាបទដូចពាក់ព័ន្ធមួយបទព្រំលិខិតបាទឬក៏បទដែលយើង cover 7 years ផ្សេងហ្នឹងគឺលក្ខណៈថាម្នាក់គឺផ្ទៀងទៅជាចាំស្ដាប់ហេតុអីបានអាចធ្វើឲ្យអ្នកស្ដាប់គាត់ផ្ទៀងទៅទៀតនៅពេលដែលខ្ញុំធ្វើចម្រៀងគឺខ្ញុំអត់ focus ទៅលើមនុស្សទាំងអស់ដែលស្ដាប់ចាំស្ដាប់ខ្ញុំទេគឺខ្ញុំ focus លើមនុស្សម្នាក់ហើយខ្ញុំព្យាយាមថាឧទាហរណ៍ខ្ញុំនឹកពេលដែលខ្ញុំធ្វើខ្ញុំនឹកឃើញបងខ្ញុំថាជំនាញហ្នឹងខ្ញុំនឹងធ្វើឲ្យបងស្ដាប់ហើយបងខ្ញុំដឹងថាបងនឹងចូលចិត្តស្ដាប់អញ្ចឹងបាទហើយដល់ពេលអញ្ចឹងយើង describe ពីអារម្មណ៍របស់យើងថាខ្ញុំចង់ប្រាប់ទៅបងថាអញ្ចឹងខ្ញុំមកខ្វល់ពីអ្នកផ្សេងខ្ញុំចង់ឲ្យបងដឹងឲ្យបងឮអញ្ចឹងអាហ្នឹងជាការសម័យរបស់យើងឯងបាទត្បិតតែក្នុងការសម័យរបស់យើងមានតែម្នាក់ប៉ុន្តែអ្នកដែលទទួលសាច់រឿងពួកមនុស្សយើងមានអារម្មណ៍ដូចគ្នាប្រហែលគ្នាបាទតែបាញ់មិញ LG បានចែកម្លែកដែរថាការដែលធ្វើ album question mark អាសញ្ញាសួរហ្នឹងគឺពិបាកធ្វើឲ្យខ្លួនយើងពិបាកខ្លាំងវាពិបាកដោយសារខ្ញុំត្រូវដាក់អារម្មណ៍របស់ខ្ញុំនៅក្នុងជំងឺបាក់ទឹកចិត្តហ្នឹងខ្លាំងណាស់អញ្ចឹងនៅពេលដែលខ្ញុំ release album ហ្នឹងវាធ្វើឲ្យខ្ញុំឲ្យប៉ះពាល់អារម្មណ៍ខ្ញុំខ្លាំងមែនទែនព្រោះដោយសារខ្ញុំនៅមកហ្នឹងវាច្រើនថ្ងៃច្រើនខែពេកដើម្បីយើងយក feeling ហ្នឹងមកធ្វើហើយសំបីតែពេលតែលាក់ album ហ្នឹងហើយក៏នៅសល់អារម្មណ៍ហ្នឹងដែរមែនតែវាអត់ទាន់បាទអូអញ្ចឹងវាថាលះបង់ថាទៅ
ទៅព្យាយាមចាប់យកអារម្មណ៍ទាំងអស់ហ្នឹងហើយ album នោះខ្ញុំនៅតែស្ដាប់រាល់ថ្ងៃមិនថាចេញហើយទៅបាត់ទេខ្ញុំនៅតែស្ដាប់រាល់ថ្ងៃ យើងលើកទឹកចិត្តខ្លួនយើងអ្នកធ្វើវិញ album នេះជួយខ្ញុំបានច្រើនជួយពេលខ្លះទៅយើងពិបាកចិត្តអីចឹងយើងទៅស្ដាប់ album ហ្នឹងវិញពី1ដល់ចុងក្រោយវាធ្វើឲ្យយើងមុនបងវារៀងសំណួរវិញច្រើនតិចបទចុងក្រោយស្ដាប់បទចម្លើយយើងធូរមកវិញបាទ យើងនេះបានសប្បាយបានខ្លះ ខ្ញុំនិយាយត្រង់ទៅ album នេះខ្ញុំមិនដែលនឹកស្មានទេថា album នេះគឺជួយដល់ទាំងម៉ាក់របស់ខ្ញុំទៀតម៉ាក់របស់ខ្ញុំគាត់ fan album ហ្នឹងហ្មង album Question Mark ហ្នឹងគាត់ក៏ជួបបញ្ហាពិបាកចិត្តអីដែរប៉ុន្តែដល់ពេលខ្ញុំតែថ្មីនេះគាត់ប្រាប់ខ្ញុំថា album ហ្នឹងជួយគាត់បានច្រើនគាត់ចូលចិត្តបទយើងនៅក្បែរអ្នកនៅពេលដែលគាត់ស្ដាប់បទហ្នឹងទៅគាត់មានអារម្មណ៍ថាខ្ញុំកំពុងនិយាយមួយគាត់កូនរបស់គាត់កំពុងតែលួងគាត់បាទអញ្ចឹងក៏ខ្ញុំសប្បាយចិត្តដែរដល់ពេលដែល album របស់ខ្ញុំអាចជួយលួងម៉ាក់ខ្ញុំបាទ មែនតើគាត់យើងគ្រាន់គិតថាគាត់ជាចម្រៀងណាមកបទហ្នឹងតែ4នាទីហ្នឹង5នាទីណាហើយអីបានវាមានអតិពលខ្លាំងម្ល៉េះមើលអ្នកស្ដាប់បើខ្ញុំកន្លែងប្រូបងពលឺគាត់ rap ជប់ពេលនេះម៉ោង2កំពុងតែគិតអីគិតពី2នាទីពីអ្នកស្រមោល I figured it out អូអាពីអ្នកស្រមោល I figured out ហ្នឹងឲ្យតែស្ដាប់កន្លែងហ្នឹងម្ដងគឺចង់អ៊ូលដើមកបាទពេលខ្លះទៅខ្ញុំចូលចិត្តបទហ្នឹងខ្លាំងដែរថាខ្ញុំស្រឡាញ់ប្រូខ្លួនឯងដែរបទដូចថាមានរឿងជាច្រើនឲ្យតូមនិញត្រូវដោះចេញពីក្នុងខួរក្បាលយើងគ្រាន់តែជាលំអងទលីដែលហោះរសាត់ពេញចក្រវាលយើងមិនមែនសំដៅបងព្រោះចក្រវាលនេះធំបើយើងប្រៀបខ្លួនឯងយើងគ្រាន់តែកតិចទូចមួយយើងមានកុំគិតច្រើនពេកដោះចេញខ្លះទៅកុំលោពេក ចេះតែខំទៅតនសមត្ថភាពនៅមានមីស៊ីគាត់ rap គិតច្រើនធ្វើច្រើនចេះតែខំទៅតនសមត្ថភាពនៅមានបាត់បង់ក៏ច្រើនបាទពេលខ្លះយើងគិតដែរណាថាអាជីពរបស់យើងហ្នឹងយើងអាចធ្វើវាបានរយៈពេលប្រហែលទៀតបាទដូចបទក្មេងខ្មែរ How long How long this famous life គាត់ធ្វើបទហ្នឹងមកគឺមែនបាទពេលខ្លះយើងកំពុងតែស្ថិតនៅក្នុង spotlight ហ្នឹងយើងអត់ដែរចាប់អារម្មណ៍ថាវាតែយើងត្រៀមជីវិតសម្រាប់ពេលនោះដោយរបៀបណាបាទមិញអាជីបានលេចឲ្យខ្ញុំបានដឹងពី break ដែរថាអាហ្នឹងយើងត្រូវតែត្រៀមបាទយើងត្រូវតែកំណត់ limit ខ្លួនឯងដាក់កំហិតលើខ្លួនឯងបើយើងចេះតែទៅវាអាចថ្ងៃក្រោយទៅយើងអត់ដឹងថាវាយ៉ាងម៉េចហ៎បងជាមួយនឹង lifestyle ជីវិតបែបហ្នឹងបាទពេលខ្លះទៅយើងអត់ដឹងថាពេលយើងចាស់ទៅយើងទៅបែរទៅដូរអារម្មណ៍ទៅអីផ្សេងទៅយើងពិបាកថាដែរព្រោះយើងអត់ដឹងចូលមានអីផ្សេងដែលចង់ធ្វើដែរដែលក្រៅពីតន្ត្រីខ្ញុំចង់ទៅរៀននៅសាលាវិចិត្រសិល្បៈខ្ញុំចង់រួមទៅខ្ញុំចង់បានcertificate ពីសាលាវិចិត្រសិល្បៈដោយសារតាខ្ញុំជាអ្នកសិល្បៈដែរតែខ្ញុំមិនមានបានទទួលស្គាល់ពីស្ថាប័នណាទេបាទអញ្ចឹងខ្ញុំចង់បានអានឹងមួយដើម្បីទុកថាអូខ្ញុំត្រូវបានសិល្បករខ្ញុំនឹងត្រូវបានទទួលស្គាល់ពីសាលាវិចិត្រសិល្បៈត្រឹមត្រូវមានក្បួនមានខ្នាតបាទតែអត់តបាននេះព្រោះដោយសារពេលទៅរៀនហ្នឹងគេត្រូវធ្វើតេស្តធ្វើអីចឹងបាទខ្ញុំមិនតន់ត្រៀមខ្លួនហើយបាទហ្នឹងហើយបាទឆ្នាំក្រោយដាក់ពាក្យចូលរៀនខ្ញុំចង់ទៅរៀនបាទចង់ទៅរៀនបាទទៅរៀនរបៀបសរសេររបៀបអីចឹងបងតាក់តែងអាហ្នឹងមែនតែ
ជាចំណុចមួយដែលពេលខ្លះយើងអាចចាប់អារម្មណ៍ថា បាទ សំបីតែសិល្បៈគាត់អាចថាចែកចេញជាពីរក្រុមហើយអ្នកចម្រៀងយើងភាគច្រើន បាទ គឺគាត់រៀននៅក្រៅមានថារៀនខ្លួនឯង បាទ ខ្លួនឯងគាត់ទទួលបានការគ្រប់គ្រងឬក៏ទទួលស្គាល់តែពីក្រុមអ្នកគ្រប់គ្រងរបស់គាត់ទេប៉ុន្តែយើងមិនដឹងថាតែនៅក្នុងខ្សែភ្នែករបស់អ្នក បាទ អ្នករៀនអ្នកសូត្រនៅខាងអប់រំខាង academic ហ្នឹងគេមើលមកពួកយើងយ៉ាងម៉េចចឹងណា ហ្នឹងហើយបងពេលខ្លះយើងចេះដែរប៉ុន្តែយើងចេះវាចេះអត់គ្រូបាទយើងធ្វើបានដូចគ្នាប៉ុន្តែយើងត្រូវតែខ្ញុំចង់ទៅសិក្សាពីមូលដ្ឋានគ្រឹះមកវិញព្រោះបើឲ្យខ្ញុំនិយាយពីអារបៀបអារូបមន្តណាខ្ញុំអត់មានខ្ញុំអត់ដឹងនិយាយថាម៉េចទេអញ្ចឹងខ្ញុំត្រូវការចង់ដឹងអានឹងដែរចង់ចេះបាទ ហ្នឹងហើយខ្ញុំមូលដ្ឋានគ្រឹះនេះគេថាចង់ដឹងថា បាទ តើវាយ៉ាងម៉េចណាក្បួនច្បាប់ បាទ តែ LG ស្ដាប់ចបៃអីច្រើនអត់ ខ្ញុំស្ដាប់ចបៃស្ដាប់មួយស្ដាប់តែនៅក្មេងបន្ទាប់មករៀងធំតិចចូលចិត្តស្ដាប់អាយ៉ៃ ចាប់អាយ៉ា បាទវាអាយ៉ៃវាអាយ៉ៃអ្នកអាយ៉ៃគាត់ខ្លាំងដោយសារគាត់អានឹងដូចយើង freestyle អញ្ចឹងអត់មានប្រូទុកមុនបាទចបៃក៏ដូចគ្នាបាទបាទ ចបៃដូចគ្នាហើយចបៃច្រើនតែនិទានរឿង បាទ ឬក៏ពាក្យទូមានអី បាទ មានអារម្មណ៍ថាបើសិនយើងធ្វើបទប្រភេទ បាទ ទូមានគឺយើងទៅយក spirit ពី បាទ សិល្បៈចបៃ បាទ យើង ហើយខ្ញុំចង់ចេះរបៀបថាយើងធ្វើម៉េចអារូបមន្តដែលសរសេរចម្រៀងហ្នឹងឲ្យ like ទាញអារម្មណ៍អ្នកស្ដាប់ហ្នឹងទៅកន្លែងនេះទៅកន្លែងនោះដូចយើងស្ដាប់បទលោកតាសិនស៊ីសមុទ្រអញ្ចឹងគាត់យើងគាត់ស្ដាប់បទខែសៀមរាបយើងទៅដល់បាត់បាទអញ្ចឹងខ្ញុំនឹងចង់ដឹងថារបៀបម៉េចបាទ ស្អីទៅនៅពីក្រោយហ្នឹង បាទ មិញLG គាត់ចាប់អារម្មណ៍សភៅរាជនីសំឡេងមាន បាទ ហើយយើងក៏បាននិយាយថាសរសើរទៅដល់លោកយាយលោកតាជំនាន់នោះគាត់សិល្បៈដែលគាត់ផលិតចេញមកហ្នឹងអាចនិយាយថាម៉េចមានព្រលឹង មានព្រលឹង ចម្រៀងទាំងអស់សិតតែមានព្រលឹងមានអារម្មណ៍នៅក្នុងនឹងអារម្មណ៍អ្នកតាក់តែងហ្នឹងនៅក្នុងនឹងបងយើងស្ដាប់ទៅយើងដឹងបង ហ្នឹងហើយ បាទ មិនកោតសរសើរមិនបានណា បាទ ហើយប្រភេទចម្រៀងដូចជាលោកតាសមុទ្រ បាទ ចម្រៀងរបស់លោកយាយលោកស្រីជាពិសេសចំនួនពួកគាត់ បាទ គឺយើងទទួលអារម្មណ៍មួយថាវានៅតែពី បាទ រោះ ព្រោះ វានៅតែវាមាន ទាំង ជី ដែល វិត បច្ចេកវិទ្យាសម័យនោះក៏មិនត្រូវទៅនៅដល់ឥឡូវប្រហែលដែរបាទ ចឹងមានថា LG ក៏មានបេសកកម្មមួយសម្រាប់ខ្លួនឯងគឺចង់ដឹងហ៎ បាទ ចង់ទៅរៀន ចង់ដឹង ពេលខ្លះខ្ញុំមានអារម្មណ៍ថាស្ដាយដែរដែលពួកយើងធ្វើការងារខាងថាសិល្បៈបែបសម័យយើងហ្នឹងយើងរៀងឃ្លាតឆ្ងាយមួយនឹងលោកគ្រូ បាទ ចាស់វិទ្យាអីច្រើន ប៉ុន្តែខ្ញុំនៅតែព្យាយាមផ្សារភ្ជាប់អាសិល្បៈរបស់ខ្ញុំហ្នឹងទៅដូចជាវប្បធម៌ឧបករណ៍ភ្លេងខ្មែរខ្ញុំមិនទៅចោលទេខ្ញុំតែតែ keep ហ្នឹងហើយឧទាហរណ៍ជាក់ស្ដែងគឺបាត់សូយ៉ាហ្នឹង បាទ ជាមួយបង បាទ អ្នកមីងខាត់សខឹម បាទ អញ្ចឹងថារសជាតិប្លែក បាទ យើងបែប pop ប៉ុន្តែយើងមានឧបករណ៍ត្រូខ្លុយអីនៅក្នុងហ្នឹងគឺនៅតែព្យាយាមទៅរកអាគ្រឹះរបស់យើងវិញ បាទ ថាហេតុអី បាទ បានជាដូច LG និយាយថាម៉េចបានគ្រាន់តែទៅសេពី3ម៉ាត់សោះវានាំយើង បាទ ទៅដល់កាលឱកាសហ្នឹង បាទ ទៅដល់កន្លែងហ្នឹងខ្ញុំគិតថាប្រហែលជាអាហ្នឹងជាដំណើរដែលពួកយើងត្រូវទៅទាំងអស់គ្នាក្នុងនាមជាខ្មែរមិនតែជាកូនខ្មែរគឺទៅសិក្សាពី ខ្ញុំនៅតែrecommend ឲ្យអ្នកដែលស្រឡាញ់វិស័យហ្នឹងឥឡូវហ្នឹងគាត់កំពុងធ្វើហ្នឹងខ្ញុំចង់ឲ្យគាត់សិក្សាស្វែងយល់អាហ្នឹងឲ្យបានច្រើនហើយដើម្បីយកមកអភិវឌ្ឍខ្លួនប្រាណរបស់យើង skill របស់យើងហ្នឹងឲ្យកាន់តែខ្លាំងជាងហ្នឹងទៀតបាទ ហ្នឹងហើយគឺត្រឡប់ទៅសិក្សាពីការងារចាស់ៗដែលគាត់បន្សល់ទុក បាទ ថាហេតុអីបានជាវាមានវេទមន្តនៅក្នុងហ្នឹងវាមានព្រលឹងនៅក្នុងហ្នឹង បាទ បាទអានេះជាអីដែលខ្ញុំគិតថាសូម្បីខ្ញុំផ្ទាល់ក៏ខ្ញុំគិតទៅដល់ចំណុចហ្នឹងមួយរយៈចុងក្រោយគឺដោយសារខ្ញុំអ្នកផលិតវីដេអូអញ្ចឹងអ្នកធ្វើ content អ្នកធ្វើអីយើងគិតថាយើងគ្រាន់ធ្វើ content ទៅអីហ្នឹងប៉ុន្តែវាពាក់ព័ន្ធជាមួយនឹងការនិទានសាច់រឿងដែរជាងការត្រឡប់ទៅសិក្សាទៅរៀនឡើងវិញហ្នឹងវាជួយត្រឡប់មកការងារយើងវិញដែរ
បាទ ពេលខ្លះយើងទៅរៀនពាក់ព័ន្ធមួយនឹងប្រឡោមលោកពាក់ព័ន្ធមួយអីវាអត់មានពាក់ព័ន្ធមួយការថតវីដេអូយើងទេប៉ុន្តែវាដូចជួយដោយប្រយោល បាទអាហ្នឹងបើអានេះកំណត់របស់ខ្ញុំណាខ្ញុំនិយាយអានេះខ្ញុំដូចវាថា back to the future ត្រឡប់ទៅកាន់អនាគតកាលបើយល់ខ្ញុំពាក្យខ្ញុំនិយាយ back to the future បាទត្រឡប់ទៅកាន់អនាគតកាលជំនាញហ្នឹងគឺជាគេធ្វើការយូរហើយទេប៉ុន្តែជំនាញហ្នឹងវានៅតែថ្មីនៅឥឡូវហ្នឹងបាទចឹងណា back to the future តែខាងមុខទៀតក៏នៅតែស្ដាប់បានរហូត ហ្នឹងហើយចម្រៀងដែលមានលក្ខណៈគេហៅ timeless តែអត់មានកាលកំណត់វាអាយុវាគឺវានៅនឹងវានៅនឹងរហូតមកចូលLG ព្យាយាមធ្វើអាហ្នឹងណាពេលថាបើនិយាយបើសិនជាយើងនិយាយពាក្យមួយថាដេញចាប់បាទខ្ញុំព្យាយាមបងខ្ញុំព្យាយាមធ្វើប៉ុន្តែខ្ញុំដឹងថាខ្ញុំឆ្ងល់ថាhowធ្វើម៉េចឲ្យវាចេញអញ្ចឹងបើយល់ចូលអីវាចេញអញ្ចឹងបាទធ្វើអត់បានព្យាយាមខ្លាំងដើម្បីវាថាយកអារសជាតិអញ្ចឹងដែលគឺស្ដាប់ហើយខ្ញុំថាជ្រៀងមួយម៉ាត់ទៅគេទៅដល់កន្លែងហ្នឹងហ្មងតែឃើញ LG បានព្យាយាមដែរជាមួយដូចក្លិនអូនដូចសៀមរាបបាទបទហ្នឹងក៏បាទ LG បានព្យាយាមជ្រុងមួយទៀតដែលយើងអត់ដែរគិតថា LG នឹងសរសេរបាទបើយើងនិយាយថា rap ដូចមិន rap ទេអានេះគឺទៅជានិពន្ធចម្រៀងថ្មីបាទវានៅតែអត់យល់ថាគេធ្វើវាមិនហើយខ្ញុំគិតថាប្រហែលដោយសារពេលហ្នឹងវាអាព្រលឹងសិល្បៈហ្នឹងវាខ្លាំងហើយទាំងទំនុកភ្លេងគេលេងដៃគេប្រគំអីហ្នឹងវាមានព្រលឹងមិនមែនថាមិននិយាយថាចម្រៀងមិនមែនថាបារ៉ូហ្នឹងវាអាចទាញយើងទៅបានដែរតែវាដូចថាអ្នកភ្លេងអញ្ចឹងទាំងអស់បាទទាំងអស់ហ្នឹងថាប្រគំជុំគ្នាបាទវាមានស្មារតីរួមមួយដែលគាត់បើយើងនិយាយពីចំណេះដឹងមានថាមិនគាត់ចេះតែបច្ចេកទេសប៉ុន្តែក្រុមពួកគាត់ហ្នឹងគឺគាត់មានដូចគេហៅថាទេសនវិជ្ជានៃការរស់នៅហ្នឹងគឺវាមានថាមនុស្សចេះដឹងមានថាចេះពីខាងក្នុងណាមិនថាមិនសំដែងទេអញ្ចឹងមានថាដូចហាក់ដូចជានៅពេលដែលគាត់ច្រៀងនៅពេលដែលគាត់ប្រគំលេងគឺវាចេញមកពីក្នុងហ្មងបាទវាមានlike បងអ្នកនិពន្ធគឺគាត់និពន្ធហើយមួយទៀតអ្នកចម្រៀងហើយមួយទៀតអ្នកតន្ត្រីអ្នកដូរតន្ត្រីគាត់អ្នកលេងហើយអ្នកបោកចូលគ្នាទៅវាកើតជាអានឹងចេញមកបាទហើយបើខ្ញុំធ្លាប់ស្ដាប់ប្រវត្តិពួកគាត់អីក៏យើងឃើញសង្កេតឃើញថាពេលខ្លះ jamming បាទគេថាចូលទៅអត់មានដឹងថានឹងធ្វើអីបាទតែទៅលេងមាន idea ខ្លះជាហ្នឹងហើយបងលេងហ្នឹងហើយកេះហ្គីតាលេងឥឡូវមានគំនិតអីអូបងខ្ញុំមានប្រូនេះមួយមានទំនុកនេះមួយឯងច្រៀងអញ្ចឹងមើលជុំវិញហ្នឹងទៅឃើញអីនិយាយហ្នឹងបាទឃើញស្ពានឃើញអីឃើញទឹកឃើញអីអែមគឺយើងចង់ទៅដឹងទាំងអស់គ្នាថាហេតុអីបានជាគាត់អាចធ្វើបានបាទចង់ back to the future ចង់ back to the future ត្រឡប់ទៅកាន់អនាគតកាលថ្មីនេះខ្ញុំឃើញ LG ចេញបទមួយចាំបងអូនពៅបាទតែដែលជ្រុងនៃការសរសេរ LG មិនមែនជា LG ខ្លួនឯងទេអ្នកបាទជាប៉ាខ្ញុំបាទ LG ជាប៉ាខ្ញុំជាពូខ្ញុំបាទហើយវាជាសាច់រឿងគ្រួសារមកបាទបនហ្នឹងតាមខ្ញុំចាំខ្ញុំធ្វើយូរដែរហើយតែទៅមកខ្ញុំឲ្យប៉ាខ្ញុំស្ដាប់ទៅគាត់ថាចង់ស្រក់ទឹកភ្នែកយើងក៏ថាយើងសម្រេចចិត្តថាសួរគាត់ដែរថាខ្ញុំចេញបនហ្នឹងបានអត់ប៉ាខ្ញុំថាគាត់ស្ដាប់សារថ្មីសិនអញ្ចឹងហើយគាត់អូខេបានខ្ញុំចេញពេលខ្លះទៅអានឹងជា privacy របស់គាត់ដែរគ្រប់គាត់ដែរបាទតែវាបើកទ្វារបាក់ខាងទៀតចូលទៅក្នុងជីវិត LG ខ្ញុំមិនមែនបើជួបពូខ្ញុំអ្នកស្ដាប់ផ្ទាល់អាទិឬក៏សិល្បករដែលគាត់ហ៊ានបើកអាចទ្វារទាំងអស់ហ្នឹងឲ្យយើងចូលទៅបានបាទគឺ
វាថាអរគុណបើសម្រាប់ខ្ញុំសោះ ពេលខ្លះទៅយើងចង់និយាយពីអារម្មណ៍របស់យើងឲ្យវាធូរទ្រូងដែរហើយអ្នកខ្លះគាត់លាក់ដូចថាគាត់មិនកាលពីមុនអញ្ចឹងគាត់លាក់អញ្ចឹងទៅមានអារម្មណ៍ថាអាហ្នឹងវានៅក្នុងគាត់រហូតអញ្ចឹងទៅតាំងទ្រូងបាទ ចាំមើលថាសាច់រឿងហ្នឹងគឺតាំងពីក្មេងមកយើងឮតពីពុកពីយាយពីបាទហើយយើងមានការបានទៅសេវាចេញជាចម្រៀងប្រហែលជាអ៊ំគាត់ចង់បញ្ចេញដែរតែគាត់មិនអាចបញ្ចេញបានឬក៏ជំនាន់ពួកគាត់មិនមានអ្នកណាដែលចេញអារម្មណ៍អញ្ចឹងទេវាមានថាជំនាន់ពួកយើងឯងដែលអាចធ្វើអារឿងអញ្ចឹងបាទតើបងចូលមានបទប្រភេទអញ្ចឹងច្រើនទេលក្ខណៈថាមានខ្ញុំច្រៀងឲ្យមិត្តភក្តិខ្ញុំដែរបានគាត់លេចាក់លោកហ្នឹងទៅមាននៅសមបទទៀតបទរបៀបអញ្ចឹងបាទហើយណាមួយ LG rap ចេញពី perspective របស់ឪពុកខ្លួនឯងទៀតអញ្ចឹងវាជានេះថ្មីហ្មងបាទយើងជាចំណៃគេហៅសោតែចំណៃតិចបាទនិយាយទៅអរគុណម្ដងទៀតអរគុណមកដូចគ្នាខ្ញុំតែងតែកោតសរសើរព្រោះហើយណាមួយអានឹងអាចថាមកពី rap អត់ព្រោះ rap វាត្រូវយកអារឿងបាទប្រហែលជាអញ្ចឹងវាឥឡូវហ្នឹងវាឡើងសិល្បៈ rap ឡើងនេះគាត់អាចនិយាយអីទាំងអស់ដែលគាត់ចង់និយាយនៅក្នុងចម្រៀងរបស់គាត់វារវាបាទវាមានអាធាតហ្នឹងដែល rap ខុសពីចម្រៀងដទៃបាទបើសិនជាចង់សរសេរពីសាច់រឿងរបស់គ្រូសាររបស់ LG សរសេរនៅក្នុងបទ pop ឬក៏បទអីផ្សេងយើងធ្វើប្រើការទំហៀបនៃច្រើនយើងអាចដាក់រឿងខ្លួនឯងចូលទៅបាទវាសឹងតែខុសក្បួនវាចេះទៅតែ rap ធ្វើបានបាទត្រូវហ្មង rap យើងអាចប្រើពាក្យបានច្រើនបាទបើចម្រៀងធម្មតាមក clear ពី clear ភ្លេងអញ្ចឹងវាខ្លីហើយវាតែ 3-4 នាទី rap អាចរាយរាប់បានច្រើនបាទចឹងការនិទានសាច់រឿងដូចក្នុងករណីសាច់រឿងដែល LG បានរៀបរាប់ហ្នឹងគឺយើងស្ដាប់យល់តួអង្គដែលណាខ្លះបាទតួអង្គម្ដាយតួអង្គបងតួអង្គប្អូនហើយដល់គាត់ទៅហើយដល់បានគាត់អត់មកវិញអីផ្សេងហ្នឹងទៅបាទអញ្ចឹងវាថាដូចសាច់រឿងហ្នឹងវាពេញលេញបាទបាទចង់ឃើញបើសម្រាប់ខ្ញុំជាអ្នកគ្រប់គ្រងម្នាក់ចង់ឃើញជ្រុងផ្សេងដែល LG rap ខ្ញុំព្យាយាមធ្វើអីដែលថ្មីដែរតែខ្ញុំគិតថាវាអានឹងវាត្រូវការចាំពេលវេលាដែលនឹងចេញបាទព្រោះពេលខ្លះយើងដាក់ទៅលឿនពេកអ្នកស្ដាប់គាត់តាមអត់តាន់បាទតាមអត់តាន់នេះដូចបត់នោះហើយបាទពេលចឹងគាត់អាចច្រឡំទៀតថា LG មានប្អូនតែតាមពិតអត់ទេសាច់រឿងរបស់ឪពុករបស់ក្រុមគ្រួសារមែនតែពេលខ្លះអាពេលវេលាហ្នឹងបាទតែបើមិនមានអ្នកបោះមេវាអត់មានអ្នកបើយ៉ាងបត់ផ្កាស្លាខ្ញុំធ្វើឲ្យតាំងមួយឆ្នាំមុនបាទខ្ញុំចេញបាទព្រោះវាត្រូវការពេលចាំមើលពេលវេលាដែរចុះយើងមិនដឹងថាពេលណាវាជាពេលដែលស័កសមយើងមើលសើដែរយើងបាទយើងមើលកលៈទេសៈដែរថាស្ថានភាពពេលហ្នឹងយើងចេញបត់មិនបានមិនអញ្ចឹងកាលនោះពេលដែលចេញផ្កាស្លាតបមកសូយ៉ាអូ my god លក្ខណៈថាយើងទៅណាក៏លឺបាទចឹងមានថា timing ដែរ បាទក្នុងនាជាសិល្បករចុះពេលខ្លះមានបទដែលចង់ចេញមែនតើប៉ុន្តែពេលវាដូចមិនទាន់ហុចឲ្យមានប៉ុន្តែមានតែបទហ្នឹងវាអត់ទាន់បញ្ចប់អត់ទាន់ record ថាថ្មីអីហើយហ្មងតែនៅតែព្យាយាមធ្វើវាតែពេលណាខ្ញុំរៀងមានអារម្មណ៍ចង់ថតចឹងអីអាហ្នឹងបាទនេះទៅឥឡូវហ្នឹងកំពុងតែ focus លើ concert ខ្ញុំ
Yeah បាទ concert បាទ ចង់សួរនាំរឿងហ្នឹងដែរពាក់ព័ន្ធមួយនឹង concert មួយដែល LG ពងតែរៀបចំជាមួយក្រុមការងារតែចង់ធ្វើអាចបង្ហើបតិចទៀតបានទេ អាហ្នឹងវាជាក្តីសម័យរបស់ខ្ញុំមួយសម្រាប់ខ្ញុំចង់បាន solo concert ខ្លួនឯងមួយប៉ុន្តែខ្ញុំគិតថាបើវាគ្រាន់តែជា concert ធម្មតាវាសាមញ្ញធម្មតាវាគ្រាន់តែជា solo concert របស់ខ្ញុំធម្មតាប៉ុន្តែខ្ញុំព្យាយាមចងក្រងអា concert ហ្នឹងឲ្យវាឲ្យព្រួយមួយបានសាត់ពីរអញ្ចឹងខ្ញុំដូរ concert ហ្នឹងទៅជារបៀបថាខ្ញុំយក concert ហ្នឹងចងភ្ជាប់នឹងប្រយោជន៍មួយសម្រាប់ក្មេងៗសិស្សសាលាអញ្ចឹងខ្ញុំលុយទាំងអស់ដែលខ្ញុំបានមកពី concert ហ្នឹងខ្ញុំនឹងយក 100% ហ្នឹងទៅធ្វើបណ្ណាល័យមួយនៅសាលារបស់ខ្ញុំបាទអញ្ចឹងយើងបានយើងបានទាំង solo concert របស់ខ្ញុំបានទាំងជាប្រយោជន៍ដល់ក្មេងៗជំនាន់ក្រោយដែលនៅសាលាទៀតបាទ ទៅធ្វើបណ្ណាល័យណា បាទ concert ហ្នឹងមានឈ្មោះថា Allergy Symphony of Heart បាទ ជា Symphony of Heart បាទ នេះជាផ្នែកមួយដែលរួមចំណែក បាទ នៅក្នុងសង្គមយើងដែរប៉ុន្តែ LG សង្កត់ធ្ងន់ទៅលើការអប់រំហ្មងបាទគឺបណ្ណាល័យសភៅគាត់ថាខ្ញុំបើខ្ញុំរៀនអត់បកាយខ្ញុំធ្វើអីបានខ្ញុំធ្វើអាហ្នឹងដើម្បីក្មេងៗឲ្យគេរៀនទៅបាទហើយក៏មានបងប្អូនយើងច្រើនគាត់ចាំ support ការងារហ្នឹងហើយមានប៉ាខ្ញុំគាត់អ្នកចាំមើលការខុសត្រូវនៅពេលដែលសាងសង់អគារហើយមាន team ខ្ញុំអ្នករៀបចំ concert ខ្ញុំអ្នកចេញ idea concept track list ទាំងអស់បាទអានេះconcert នឹងរៀបចំហើយនេះអរគុណទៅហើយអរគុណបាទអរគុណខ្ញុំគិតថាបងត្រូវតែចូលរួមព្រោះខ្ញុំគិតថាបងក៏មានចក្ខុវិស័យស្តៀងគ្នាដែរនឹងជាមួយនឹង concert នឹងដែរដើម្បីក្មេងៗដើម្បីសភៅដើម្បីការអប់រំបាទពេលខ្លះមិនហ៊ានទទួលទេថាមានចក្ខុវិស័យឬក៏គិតអីបាទប៉ុន្តែមែនពេលខ្លះទៅក៏យើងគិតថាការអប់រំហ្នឹងសំខាន់ដោយសារវាជាគ្រឹះមួយសម្រាប់ឲ្យក្មេងៗពេលគាត់មានចូលពេញវ័យទៅគាត់មានចតុលបាទទោះគាត់ចង់ទៅធ្វើអីក៏ដោយធ្វើចម្រៀងធ្វើសិល្បៈធ្វើអីឲ្យមានការអប់រំបាទមានការអប់រំមានសិលធម៌ជីវធម៌ការនិយាយស្ដីការគិតការអីហ្នឹងស្ថិតតែសំខាន់អញ្ចឹងអ្វីដែល LG ក្រុងនឹងធ្វើនេះជាពិសេសគឺពាក់ព័ន្ធបណ្ណាល័យបាទហើយហ្នឹងឯងគឺជាចម្រោកចំណេះដឹងឯងដាក់សភៅដាក់អីហ្នឹងឯងភៅជួយច្រើនបាទតែមួយយ៉ាងដែលលក្ខណៈថា LG តែគិតថាខ្លួនឯងរៀនអត់បកាយអញ្ចឹងមែនបាទអានឹងវាជាកាប់ពិតខ្ញុំដឹងខ្លួនឯងថាខ្ញុំរៀនអត់ចាប់អត់បានចុះបើសិនគេនិយាយថា LG រៀនបកាយបែប LG បែបយើងត្រូវហ្នឹងត្រូវបកាយបែបខ្ញុំព្រោះយើងគិតអ្វីដែល LG និយាយពីមុនហ្នឹងថាចូលទៅក្នុង studio ហើយអត់មានកាន់បិចកាន់សភៅគឺបាទបរោទាំងអស់ហ្នឹងគឺបាទជាទេពកោសលបាទហ្នឹងហើយពេលខ្លះខ្ញុំអាចថាសម្រាប់ខ្ញុំផ្ទាល់ក៏មានអារម្មណ៍ថាគិតថាប្រព័ន្ធអប់រំពេលខ្លះក៏វាអយុត្តិធម៌ដែរព្រោះវាផ្អៀងទៅខាងទេពកោសលបែបផ្សេងជាងបែបនេះបាទខ្ញុំជឿថាមានអ្នកដែលគាត់បកកាយច្រើនប៉ុន្តែគាត់បកកាយបែបគាត់ពេលខ្លះគាត់បកកាយផ្នែក visual ផ្នែករូបភាពផ្នែកសម័យផ្នែកអីប៉ុន្តែគាត់អត់សូវបកកាយខាងអក្សរលេខទេអញ្ចឹងធ្វើឲ្យគាត់រៀនអត់សូវទាន់គេនៅក្នុងសាលាហើយសង្គមយើងបែរជាច្រើនគាត់ចេញឬក៏មិនផ្ដល់ឱកាសឬក៏រកអីផ្សេងដើម្បីឲ្យគាត់អាចបញ្ចេញអតិថិកសោរបស់គាត់បាទហ្នឹងហើយអានឹងសម្រាប់ខ្ញុំផ្ទាល់ខ្ញុំឃើញថាអានឹងជាច្រឡំប្រហោងដែលក្នុងជាច្រឡំប្រហោងដែលសង្គមរបស់យើងកន្លងមកតែនេះព្រោះដោយសារខ្ញុំក៏មានប្អូនដែរខ្ញុំមានប្អូនខ្ញុំពីក្មេងមកខ្ញុំរៀនបកកាយមកអញ្ចឹងពាក់ព័ន្ធមួយអក្សរលេខសភៅផ្សេងហ្នឹងគឺទឹកដៃខ្ញុំដងខាងរៀនតែខ្ញុំមានប្អូនម្នាក់ដែលគាត់រៀនអត់បកកាយហ្មងបងទី2ហ្នឹងហើយណាមួយដោយសារតែយើងជាបងដែលរៀនបកកាយផងអញ្ចឹងបែរឆ្លាស់ខ្ញុំអញ្ចឹងខ្ញុំរៀនអត់បកកាយតែខ្ញុំមានប្អូនពៅរបស់ខ្ញុំរៀនបកកាយបងស្រីពៅរបស់ខ្ញុំរៀនបកកាយខាងបាទ
ហ្នឹងហើយបន្តបន្តិចថាខ្ញុំខ្លាចជាអាចថាជា model មួយដែលក្រុមគ្រួសារចង់ឲ្យបងអូនខ្ញុំដូច បាទ ប៉ុន្តែពីក្មេងក៏ខ្ញុំអត់ដែរចាប់អារម្មណ៍ដែរប៉ុន្តែបងអូនខ្ញុំវាមានដងផ្សេង បាទ វាមានការគិតបែបបើក្នុងភាសាអង់គ្លេសហៅ visual thinking ការគិតប្រើសម័យ ហ្នឹងហើយសម័យអញ្ចឹងជាមួយនឹងការងារប្រភេទអក្សរប្រភេទអានប្រភេទលេខអីហ្នឹងក៏អត់សូវប្រកែប៉ុន្តែបើប្រភេទរោងជាង បាទ ការងារបច្ចេកទេស បាទ គ្រឿងម៉ាស៊ីនស្អីហ្នឹងគឺដងខាងហ្នឹងហ្មង បាទអាហ្នឹងគឺដូចមនុស្សម្នាក់គឺមានមួយរៀងខ្លួនហ្នឹងបាទ យ៉ា បាទ ហើយឆ្លើយតបនឹងអីដែលខ្ញុំលើកឡើងបាញ់មិញហ្នឹងគឺខ្ញុំមានអារម្មណ៍ថាប្រព័ន្ធអប់រំមិនមែនថាយើងទេតែទាំងអស់ហ្នឹងគឺយើងដូចអត់មានអ្វីមួយដើម្បី support ពួកគាត់ដែលមានការគិតឬក៏ដងទេពកោសល្យខុសពីអ្នករៀនទូ បាទ ទៅ បាទ ដល់អញ្ចឹងទៅពួកគាត់ច្រើនតែទៅផ្លូវផ្សេង បាទ ផ្លូវដែលពួកគាត់ទៅហ្នឹងគឺអត់មាន structure ឬក៏ការធានាដូចអ្នកខាងរៀននេះ បាទ អ្នករៀនគេថារៀនចប់អាដប់យើងចូលរៀនសកលបានបញ្ញាបត្រយើងចូលធ្វើការក្រុមហ៊ុន បាទ អញ្ចឹងគេដូចមានផ្លូវគេដែលគេរៀបឲ្យស្រាប់មក បាទ ដល់ពួកយើងដែលអ្នកអត់សូវប្រកែរៀនគឺទៅមកផ្លូវផ្សេង បាទ ហើយ តែធ្វើបានដូចគ្នា នឹងធ្វើបានដូចគ្នា ប្រាក់ខែប្រហែល នឹងវាយគ្នាទេប៉ុន្តែវាមានអាការមិនទទួលស្គាល់គ្នាដែរព្រោះអ្នករៀនតែពេលខ្លះទៅក៏មានអារម្មណ៍ថាអូឯងអ្នករៀនឯងមានសញ្ញាបត្រអញ្ចឹងទៅវាមានអាភាពជាប់ជាពាក់នឹងខ្លាំងអត់បើកចិត្ត បាទ អត់បើកចិត្តថាតាមពិតមានអ្នកផ្សេងដែលគេត្បិតតែគេមិនប្រកែនៅក្នុងសាលាប៉ុន្តែ គេប្រកែក្រៅសាលា ក្រៅសាលាគេប្រកែអីផ្សេងនឹងនិយាយទៅពាក់ព័ន្ធមកបងអូនខ្ញុំព្រោះខ្ញុំគ្រួសារខ្ញុំក៏អញ្ចឹងដែរ បាទ ចឹងមិនថាពេលដែលយូរទៅក៏ពិតយើងរៀនហ្នឹងដើម្បីឲ្យយើងមានមេត្តាចំពោះគ្នាដែរ បាទ ពាក្យថារៀនគឺកន្លែងហ្នឹងមានមេត្តាខ្ញុំឲ្យតម្លៃលើអ្វីដែល LG ធ្វើអ្វីដែលក្រុមធ្វើព្រោះវាជាអ្វីដែលពិសេស បាទ ហ្នឹងហើយសម្រាប់ខ្ញុំផ្ទាល់ អរគុណបង អរគុណសង្ឃឹមថាបើសិនជាអ្នកទាំងគ្នាកំពុងស្ដាប់កន្លែងនេះហើយមានអារម្មណ៍ថាខ្លួនឯងរៀនមិនប្រកែឬក៏គិតថាខ្លួនឯងមិនប្រកែអីសោះតែកុំគិតចឹងថាប្រហែលជាមានដងអីមួយយ៉ាងដែលយើងរកអត់ទាន់ឃើញ តែបង តែ LG រកឃើញចម្រៀងរកឃើញតន្ត្រី ត្រូវហើយបងតន្ត្រីចង់ថាជីវិតខ្ញុំឥឡូវហ្នឹងវាផ្សារភ្ជាប់ជាមួយតន្ត្រីហ្នឹងវា 100% បាត់ហើយអញ្ចឹងតន្ត្រីជួយជីវិតខ្ញុំច្រើនបាទហើយនៅតែលើកទឹកចិត្តឲ្យបងប្អូនទាំងអស់គ្នាអ្នកដែលស្រឡាញ់ខាងហ្នឹងនៅតែព្យាយាមបន្តដេញចាប់ក្តីសម័យរបស់ទាំងអស់គ្នាកុំបោះបង់កុំរារេកុំស្រឡាញ់បានតែមួយផ្លែតបើយើង focus លើហ្នឹងបើយើងថាអូខ្ញុំជីវភាពខ្ញុំពិបាកខ្ញុំត្រូវរដើម្បីមកទប់ជីវភាពខ្ញុំទេខ្ញុំរីករាយអ្នកនរគ្នាឆ្លៀតពេលបន្តិចដើម្បីអាហ្នឹងវាដូចបំពេញអាសេចក្តីសុខរបស់យើងបាទ នាំជីវិតឲ្យវាមាន color ឲ្យវាមានពណ៌ផ្សេងទៀតឆ្លៀតណាយ៉ាងអ្វីដែល LG ចង់ផ្ដាំផ្ញើហ្នឹងហើយមានអីទៀតដែលចង់ផ្ដាំផ្ញើបន្តទៀតផ្ដាំផ្ញើទៅបងប្អូនទាំងអស់គ្នាកុំភ្លេចចូលទិញសបុតចូលមើល concert ខ្ញុំហ្នឹងហើយបាទការទិញសបុតបងប្អូនទាំងអស់គ្នាដែលកំពុងតាមដានទស្សនាឬក៏តាមដានស្ដាប់នេះគឺមកផ្នែកគឺនឹងចូលរួមចំណែកទៅឲ្យ LG និងក្រុមការងារធ្វើការកសាងបណ្ណាល័យមួយនៅអនុវិទ្យាល័យឬក៏វិទ្យាល័យឈ្មោះអាហ្នឹងវាដូចគេច្បាច់ចូលគ្នាទៅបងអនុវិទ្យាល័យឥឡូវគឺឡើងទៅវិទ្យាល័យអញ្ចឹងពីថ្នាក់ទី7ថ្នាក់ទី12បាទហើយទាំងអស់គ្នាមិនបាច់ថាទាំងអស់គ្នាទិញសបុតអ្នកទាំងអស់គ្នាហើយអ្នកអាចបរិច្ចាគអ្នកទាំងអស់គ្នាអាច donate ជាសភៅជាអីដែលទាំងអស់គ្នាឈប់ប្រើតែគិតថាវាល្អសម្រាប់ក្មេងៗនៅក្នុងពីចន្លោះថ្នាក់ទី7ដល់ថ្នាក់ទី12ហ្នឹងអាចបរិច្ចាគបានអញ្ចឹងវាអាចធូរពួកខ្ញុំមកកម្រិតទៀតទៅលើសភៅបាទ big up បើខ្វះយើងទិញដាក់ថែមបើថាគ្រប់គ្រាន់ហើយអាចនៅសល់លុយខ្លះខ្ញុំអត់ឲ្យសល់ទេខ្ញុំនឹងយកទៅធ្វើអីផ្សេងទៀតដូចជាទៅខាងមន្ទីរពេទ្យឬក៏ជួយបងប្អូនសិស្សនៅសាលាដែលក្រីក្រគាត់ពិបាកអត់មានលទ្ធភាពអីចឹងបាទ
Đây là thà chỉ ban bạc học mình đã thà chất trongធ្វើ solo concert ហ្នឹង បាទ មានយូរហើយ មាន តែ យូ វា រ មក ហើយ ជាមួយអាការដែលចង់ធ្វើ បាទ រៃអង្គាដើម្បីធ្វើការងារសប្បុរសធម៌ អាហ្នឹងវាតាមពិតទៅអា idea ហ្នឹងវាជា campaign របស់ question mark ទេតែវាធ្វើអត់តាន់ចេញបាទ ខ្ញុំយល់ បាទ ទៅបាន អញ្ចឹងបាទពេលហ្នឹងហើយខ្ញុំមានឱកាសបានធ្វើ solo concert ហ្នឹងហើយអញ្ចឹងខ្ញុំត្រូវតែផ្សារភ្ជាប់អាហ្នឹងឲ្យវាមានប្រយោជន៍កុំឲ្យវាទៅតែមួយបានពីរ ហ្នឹងហើយ បាទ ពីមានអារម្មណ៍ថា LG នៅតែចង់មករៀនវិញ គេថាការងារផ្សេងៗគឺនៅជុំវិញការរៀនសូត្រហ្នឹងដែរ បាទ ខ្ញុំចង់ទៅរៀនខ្ញុំចង់មានលេងចង់នៅផ្ទះពេលខ្លះអត់ធ្វើអីទៅនេះគិតថាបើបានទៅរៀនសប្បាយចេះកាលនៅរៀនអត់ចង់រៀនទេ និយាយចឹងត្រូវមែនតើនិយាយចឹងត្រូវហើយខ្ញុំយល់មែន ការនៅរៀនអត់ចង់រៀនទេ បាទ បាទវាអត់រៀនមិននឹកឃើញអូតែរៀនសប្បាយណាស់បើសម្រាប់បបពិសោធន៍ខ្ញុំផ្ទាល់ការរៀនជាពិសេសនៅសាកលវិទ្យាល័យខ្ញុំគិតថាអាចចំណេះដឹងហ្នឹងមិនសូវប៉ុន្មានទេ បាទ ប៉ុន្តែការជួបមនុស្សការជួបគ្រូជួប បាទ អីជួបមិត្តភ័ក្តិជួបអីជួបមិត្តវាខ្ញុំគិតថាអាហ្នឹងជាប្រយោជន៍ច្រើនជាងចំណេះហ្នឹងទេ បាទ ព្រោះសម័យឥឡូវយើងដឹងស្រាប់ហើយបើយើងឆ្ងល់អីមួយយើងអាចសួរ ChatGPT បាទ AI បានប៉ុន្តែអាការជួបមនុស្សហ្នឹងវាកម្រ បាទ ហើយណាមួយបើយើងគិតទៅអ្នករៀននិងអ្នកធ្វើការងារខាងសិល្បៈគឺសឹងតែចែកភពគ្នាហ្នឹង បាទ តែសូវឆ្លងកាត់គ្នាប៉ុន្មានទេ បាទ អញ្ចឹងបើLG ចេញពីភពនេះមកខាងនេះវិញចាំលក្ខណៈថាបើសង្ឃឹមថាគេនឹងបើកចិត្តទទួលគេនឹងហៅថាស្វាគមន៍ បាទ ហ្នឹងហើយព្រោះខ្ញុំគិតថាការយើងត្រូវបើកចិត្តច្រើន បាទ មានថាយល់ពីគ្នាឲ្យ បាទ តម្លៃគ្នា អរគុណបង បាទអញ្ចឹងដូចជាអ្នកទាំងអស់គ្នាបានជ្រាបជាព័ត៌មានដែរថា LG នឹងមាន solo concert ដែលខិតជិតចូលមកដល់ហើយក្នុងពេលដែល podcast នេះចេញទៅអញ្ចឹង បាទ ជាចុងក្រោយអរគុណ LG ម្ដងទៀត អរគុណបង ដោយសារតែស្រឡាញ់និងគាំទ្រ LG បាទ កន្លងមកតាមដានដែរហ្នឹងហើយអរគុណសម្រាប់តន្ត្រី អរគុណ ដែល LG បានផលិតនិង បាទ ចែកផ្សាយអញ្ចឹងសង្ឃឹមថាអ្នកទាំងអស់គ្នានឹងទទួលបានអាចថាទីមួយចំណេះដឹងល្អចេញពីបទពិសោធន៍របស់ LG ផ្ទាល់ហើយស្របពេលមួយគ្នាគឺបានស្វែងយល់បន្ថែមពីជ្រុងមកខាង បាទ ទៀតដែលយើងអត់ដែលដឹង បា ពី ទ LG ហ្នឹងហើយមាន អរគុណបង អាចថាហើយសរុបសេចក្តីចុះមានអីផ្ដាំផ្ញើ អឺ ម្ដងទៀត ខ្ញុំអរគុណដល់ទាំងអស់គ្នាដែលតែងតែគ្រប់គ្រងឆ្លាញ់ចូលចិត្តខ្ញុំអរគុណបងដូចគ្នាអរគុណដល់បងទាំងអស់គ្នាក្នុងការងារហើយខ្ញុំសង្ឃឹមថានឹងមានអីថ្មីឲ្យទាំងអស់គ្នាបានទទួលពីខ្ញុំហើយជាចុងក្រោយនេះខ្ញុំមានពាក្យមួយចាប់ចង់ប្រាប់ទាំងអស់គ្នាថាពពកខ្មៅវាបាំងព្រះអាទិត្យបានតែមួយផ្លែទេអញ្ចឹងគ្រប់ព្យុះភ្លៀងទាំងអស់ដែលជះមកលើយើងវាគឺសិតតែជាការតេស្តថាយើងធន់ប៉ុណ្ណាកុំអស់សង្ឃឹមនៅពេលដែលជីវិតយើងធ្លាក់ដល់សូន្យត្រូវតែចាំថា1លានគឺនៅតែត្រូវការលេខ0បាទអរគុណ អរគុណមែនទែន អរគុណ អរគុណអ្នកទាំងអស់គ្នាដែលបានតាមដានទស្សនាក៏ដូចជាតាមដានស្ដាប់រហូតមកដល់ពេលលាននេះអរគុណ LG ម្ដងទៀតអញ្ចឹងសង្ឃឹមថាអ្នកទាំងអស់គ្នានឹងទៅឆ្វេងយល់បន្ថែមពីចម្រៀងរបស់ LG អញ្ចឹងពីខ្ញុំហើយនឹងក្រុមការងារក៏ដូចជាភ្ញៀវកិត្តិយសយើងសូមជម្រាបលាយើងជួបគ្នានៅវីដេអូក្រោយ អរគុណបង អរគុណបាយបាយ